មើលរអ្នកណាជាទីពឹងបានក្រៅអំពីខ្លួនយើងអញ្ចឹងបានព្រះអង្គសម្ដែងថាគ្មានអ្នកណាជាទីពឹងក្រៅអំពីខ្លួនយើងទេត្រូវខំប្រឹងចម្រើនសេចក្តីល្អសន្សំកុសលធម៌ហើយសេចក្តីល្អហ្នឹងគឺនៅលើខ្លួនយើងផ្លូវកាយបាត់ភ្នែកបើកភ្នែកកាយហ្នឹងឲ្យទៅជាកាយសុចរិតវិច័យសុចរិតមនោសុចរិតហើយចិត្តយើងនឹងចង់បានសេចក្តីសុខយើងមានមេត្តាចិត្តបើកចិត្តយើងឲ្យទៅលាយបាត់ភ្នែកបើកភ្នែកគឺមានតែសេចក្តីស្រឡាញ់ញោមចង់បានសេចក្តីសុខទេទាំងអស់គ្នាចង់មេរៀនទី1ងាយគឺបាត់ភ្នែកបើកភ្នែកឲ្យមានតែសេចក្តីស្រឡាញ់កុំឲ្យមានសេចក្តីខឹងស្អប់អ្នកណាក៏ដោយទាំងមនុស្សទាំងសត្វជុំវិញខ្លួនយើងហ្នឹងកុំឲ្យមានអាចិត្តខឹងក្រោធស្អប់គុំគួនគេនៅក្នុងចិត្តយើងទី1គឺឲ្យមានតែសេចក្តីស្រឡាញ់មកហ្នឹងអាហ្នឹងគឺមេរៀនទី1គឺការណាចិត្តយើងបាត់ភ្នែកបើកភ្នែកមានតែសេចក្តីស្រឡាញ់មានតែមេត្តាចិត្តអាហ្នឹងជាហេតុនាំឲ្យមានសេចក្តីសុខបើញោមជឿញោមសាលះអាសេចក្តីខឹងស្អប់គេនឹងចោលអស់ឲ្យទុកក្នុងចិត្តយើងនៅតែសេចក្តីស្រឡាញ់ទី1ទី2រៀនបើកចិត្តយើងឲ្យទៅលាយបងដូចញោមស្រីថ្ងៃនេះបងស្រីថ្ងៃនេះយើងកំពុងតែមានសេចក្តីទុកចុះវិធីដើម្បីកាត់ទៅនៅសេចក្តីទុកផ្លូវចិត្តរបស់យើងធ្វើម៉េចសួរថាទុកថ្ងៃហ្នឹងកើតដោយសារអីកូនចៅដែលយំស្ដាយលោកឪពុកហ្នឹងដោយសារអីយំស្ដាយលោកឪពុកដោយសារអីដោយសារស្រឡាញ់មិនអញ្ចឹងបើអត់ស្រឡាញ់អត់យំទេអត់ស្ដាយទេទី1ដោយសារស្រឡាញ់មួយទៀតដោយសារសម្គាល់គាត់ថាជាអីជាឪពុកចឹងដើម្បីឲ្យអស់ទៅនៅសេចក្តីទុកឧបមាថាឧទាហរណ៍ថាអោគេស្លាប់អោដែរប៉ុន្មានអោយើងទេនៅក្បែរផ្ទះគេក្បែរផ្ទះយើងហ្នឹងអោដែរប៉ុន្តែអោគេមិនមែនអោយើងដែលយើងអត់សម្គាល់ថាគាត់ហ្នឹងជាអោយើងពេលគេស្លាប់ទៅតើយើងយំស្ដាយហ៎មិនមែនអោយើងណាអត់យំទេមិនអញ្ចឹងហើយយើងអត់មានបើអត់ជាអោក៏ដោយប៉ុន្តែយើងរាប់អានគាត់ស្រឡាញ់គាត់ជាឪពុកធម៌មានសេចក្តីស្រឡាញ់គាត់ជាឪពុកធម៌មិនមែនឪពុកបកើតប៉ុន្តែស្រឡាញ់គាត់ដោយឪពុកស្រឡាញ់គាត់ដោយបងពេលគាត់ស្លាប់ទៅយំហ៎យំព្រោះអីព្រោះស្រឡាញ់ចឹងវិធីងាយបងស្រីដើម្បីកាត់ទៅនៅសេចក្តីទុកគឺដកទៅនៅសេចក្តីស្រឡាញ់ឲ្យបានច្រើនតិចទៅដកទៅនៅការប្រកាន់មមចំពោះគាត់ថាជាស្វាមីថាជាឪពុកឲ្យបានច្រើនតិចទៅបើអាត្មាថាអញ្ចឹងមិនមែនមានន័យថាកូនគេបកើតមិនឲ្យស្រឡាញ់ឪគេមិនឲ្យសម្គាល់ឪថាជាឪអាម៉េចដូចគុណព្រះអង្គសម្ដែងស្ដាប់លោកណាព្រះអង្គសម្ដែងថាដើម្បីឲ្យចិត្តយើងដកអស់ទៅនៅសេចក្តីទុកកុំឲ្យទុកនោះវាកើតខ្លាំងពេកតើឲ្យយើងដកការប្រកាន់ហ្នឹងយើងនៅតែតាំងគុណធម៌របស់គាត់ថាជាឪពុករបស់យើងគោរពគុណរបស់គាត់ប៉ុន្តែយើងកុំឲ្យវាចិត្តយើងវាដល់នៅសេចក្តីទុកខ្លាំងតើលើយើងរៀនដកការប្រកាន់មមបងហេតុអីបានព្រះសម្ដែងថាឲ្យដកការប្រកាន់ពីព្រោះមែនតែនទៅយើងកុំថាដល់លោកឪពុករបស់យើងថាជាឪពុកដែលយើងប្រកាន់គាត់ថាជាឪពុកសូម្បីតែខ្លួនយើងណាក្នុងចិត្តប្រមាថបើយើងសិក្សាធម៌ឲ្យល្អសូម្បីតែខ្លួនយើងនឹងក៏អត់មានខ្លួនផងបើសិក្សាឲ្យដល់មែនតែនតែខ្លួនយើងអត់មានខ្លួនផងចាប់តែមកឲ្យនៅក្រៅខ្លួនដែលយើងសម្គាល់ថាឪមិនកើតប៉ិតណាស់គាត់ជាឪពុកប៉ុន្តែបើយើងគិតតាមភាសាធម៌ឪពុកតែគុណធម៌គ្រាន់តែជាបញ្ញត្តិធម៌ដែលយើងបានមានឧបនិស្ស័យនឹងគ្នាដែលយើងសន្សំមកទៅជាឪពុកនឹងកូនប៉ុន្តែដល់មែនតែនយើងសិក្សាឲ្យយល់មែនតែនគឺដើម្បីដកទៅនៅសេចក្តីទុកផ្លូវចិត្តបានខ្លះគឺតោះតែយើងដកការប្រកាន់មមហេតុអីបានថាខ្លួនយើងមិនមែនខ្លួនយើងឥឡូវយោមពិចារណាថាបើជាខ្លួនយើងសក់នៅលើក្បាលយើងហាមកុំឲ្យវាស្កូវបានទេភ្នែកនៅភ្នែកយើងហាមកុំឲ្យស្វាំងបានទេស្បែកយើងនៅជាប់ខ្លួនហាមកុំឲ្យជ្រួញបានទេហើយកុំឲ្យរូបយើងបែកធ្លាយទៅជាដីទឹកភ្លើងខ្យល់បានទេត្រង់ហ្នឹងដែលយើងគួរពិចារណាឲ្យល្អិតមែនតែនថាសូម្បីតែសក់លើក្បាលយើងដែលយើងហាមកុំឲ្យវាស្កូវអត់បានផងថ្មិញនៅក្នុងមាត់របស់យើងសោះយើងហាមកុំឲ្យវាជ្រុះចេញពីមាត់អត់បានផងអាហ្នឹងតែមិនមែនរបស់យើងបើរបស់យើងមានន័យថាយើងហាមសក់កុំឲ្យស្កូវបានណាយើងហាមថ្មិញកុំឲ្យជ្រុះពីមាត់បានណាយើងហាមជីវិតយើងឲ្យតាំងនៅរហូតបានណាចឹងបានព្រះអង្គសម្ដែងថាកុំដកការប្រកាន់ហ្នឹងមកពីមែនតែនទៅកុំថាឡើយដល់ឪពុកក្រៅខ្លួនយើងតែខ្លួនយើងនឹងយើងមិនប្រកាន់តែខ្លួនយើងកើតផងអាថ្មនិយាយយ៉ាងហ្នឹងមិនមែនមានន័យថាឲ្យដកសេចក្តីស្រឡាញ់ដកណែផ្ដាច់ទៅនៅមនោសញ្ចេតនាឪពុកនឹងកូនទេញោមស្ដាប់អាថ្មឲ្យតាន់គឺមានន័យថាដើម្បីកុំឲ្យសេចក្តីទុកផ្លូវចិត្តរបស់យើងហ្នឹងឲ្យកើតខ្លាំងពេកគឺយើងពិចារណាទី1យើងដកការប្រកាន់ថាជាឪពុករបស់យើងដូចថ្មនិយាយមិញបើឪគេស្លាប់មិនមែនជាឪយើងដែលយើងមិនប្រកាន់ថាជាឪពុកយើងមានកើតទុកណាចឹងទុកហ្នឹងវាកើតមកពីយើងប្រកាន់ចឹងឥឡូវយើងដកការប្រកាន់ហ្នឹងចោលខ្លះហើយហេតុអីបានថាមិនប្រកាន់ដោយសារតែខ្លួនយើងហ្នឹងវាមិនមានខ្លួនយើងផងហ្នឹងកុំថាប្រកាន់ឪពុកក្រៅខ្លួនតែថ្មិញនៅក្នុងមាត់ហ្នឹងក៏មិនមែនរបស់យើងដែលយើងប្រកាន់មកបានផងទី1ទី2ដកសេចក្តីស្រឡាញ់ដូចថ្មនិយាយមិញចឹងបើមិនប្រកាន់ថាជាឪពុកប៉ុន្តែយើងស្រឡាញ់គាត់ហ្នឹងស្រឡាញ់គាត់ដល់កាន់តែស្រឡាញ់កាន់តែខ្លាំងអាទុកហ្នឹងវាមិនទុកកាន់តែខ្លាំងខ្ញុំឃើញទេចឹងបានព្រះអង្គសម្ដែងថាឲ្យអស់ទៅនៅសេចក្តីទុកដកការប្រកាន់នេះមួយហើយនឹងដកសេចក្តីស្រឡាញ់ហួងហែងហ្នឹងឲ្យបានច្រើនតិច
đôi mà nước dương à châu chật nè khơi spiên chổi giờ qua sao là cả lạc mai khơi lan đặt đây chứ lạnh lan đặt đây khơi năm cả đó tha đôi chia vitamin đây chẳng á nàng đôi xa ấy đôi xa sờ lạnh hay sờ lạnh can tạc lang tức là sẽ đây tục nắng pe đây việc cao ca chu prot rồi còn mình trâu không chết cứ sẽ đây tục nắng can tạc lang chẳng ban bỏ ông sầm đai thật đọ tơ nợ ca và càn mòn đọ tơ nợ ca huông hay đọ tơ nợ sẽ đây sờ lạnh ban can để chớ sẽ đây tục vía rồi sai tơ can để chờ lâu chật bao nhiêu nó mình cào miền can để khờ hay mùi tiệt đầm bay cắt và thay tên sẽ đây tục lâu chất bong sấy trâu bị cha na thà ví chỉ sách chập hiệp chỉ chấp bắp này thò mà chiết đây mình miên bọc cô nam mũi cài bài bàn men sẽ đây slap ngày năng miên tờ dương nè biết là sách chập thò bên đây thà kê coi trắng dương coi chẳng bao sẽ đây slap ngày năng prot pra ngày năng về prot tờ cua xa dương năng dương cao tục cho kê khổ kia kê ọt prot so kê ruộng lỗ đây để play ấy tờ cua xa dương mũi đi trâu prot vào đây prot vào bốc năng bàn bia chầm lại tay đó là kê coi trắng dương coi trắng năng dương bị cha na đặt nông chặt dương thảo vi chỉ sạch chặt thò này vi chỉ sầm manh là cả nạ thó vi chỉ mở đọc bọc sạch cục kia đôi kia tầng ok coi chân dương coi chân này chân đọc bây dương bị cha na chân tới dương đọ sẽ đây tục bàn khla còn ai do mà đặt nông chặt tha anh mình cua na phọp dần nâng trâu trọt đây tăng bị khmên trâu trọt lúc ở bọc tăng bị khmên hay nhau mớ bờ kết bị vây ở dụng mình lúc đại trâu slap mình toàn đòn vây slap tê pro mình lúc ở lâu ở dụng khai nó soi chặt sập năm đời chặt sập năm vào màn ngày đời nâng pro ở dụng cao một sát này dưỡng tâm mà tệ con ta ní còn lò một bàn pi pon pram rồi học sập phẩm muối chẳng mình nước nâu ở dụng chặt sập năm vào màn ngày nó nâng kết ta mà dụng khai pan tay thiệt bắt ở dụng khai thay chặt sập năm tay tay thiệt bắt bờ e ya bọt bao dương bờ pret mình trâu về ọt bàn chặt sập tê viết bẹ quan đằng 2 ปีnè dụng quen dụng lấy bẹ quan đằng 2 ปีตีมุ้ยให้แต่ไตตักเบื่อไตตักนั่งยืงกับประดับกระสอบเจ้าสำหรับบำบัดชีวิตบอกเกเจ้าไปจะบอลนั่งยืงไทยสกปรกนอมสกปรกไม่ก่ออายุอ่อนเวรเนี่ยโยมเคยโกนแหนมเมียนคลาขณะเกิดเมากิดนอมเวียนนะเป็ดด็อกเตอร์วิ่งอดเกิดเราขมายด้วยตัวเกิดเราสั่งกับปูเกิดเราไทยเรานอมให้ตัวเป็ดสัตว์ปฏิเชื้อเลื้อนปันได้ขณะเกิดมาบ้านแต่มาชนะปีชนะได้จอบัดนั่นเกี่ยวเอาแต่ควักพ่อปีไตตักไปจะบอลตัวใบไม้เอาไทยไม่กระดอยจะตกด่าไม่กระดอยปัญหาปุยเปียไตตักมายืงควักต่อยุคใครเลยมวยเตี้ยปุยเปียไตตักมายืงทั่วหล่อบานเฉินปันแต่ไปจะบอลนี่ยืงควักยืงปะได้ปะดอยคลุนยืงออสกอลกาออสกอลเปย์เลียเปนาเดย์เปนาดาวเปนาโฮเปนาสำราญโดยยัยคล้ายโกนอยู่คอมจะเหมือนไปจนอายุเวยังเปย์บอลเหมือนไปจนไหนย่ำบ่ายจะได้บานอายุเวยังอันไอ้จ้าเอาปอมาโดยมาเพย์นั่งกุยได้ย่ำไม่ปันดาวเปย์จับบอลต่อเดย์อดโฮอดดังเมาดังเปย์จนกายยัยคล้ายมองปีจัดเลือดนั่งไปชอยจะกงบอกซาปงปงนั่งสาวบรรจุเงาเงาเงาอดเดย์ไอ้นั่งต่ออายุเวยังไม่โลกสอยตะงอเตี้ยบนเวงก็มัวพวกแวงไอ้ใครแม่นเอาเลยโลกสอยตักนะนั่งไงไปอดแม่นเอาโลกให้อดแม่นเอาเลยจ้าอ้อยปอนั่นก็เลือกตักจัดได้xong rồi dây dụng mà rồi phải bài cha luôn á đang ngày nào đây nèนั่งอ่ะhọ xong rồi dây ban xongกับเพียบหล่อbanอายุแวงxongกับเพียบหล่อไอ้bài cha luôn ấyนี่อ้อยปอcái hai cọ cái hem thao trong kẹtไปสู้đó nèนั่งchắc khả làเลือกตักจัดđây bỏนั่งhọ xong rồi dây họ xi miên ban này cha chứเลือกตักจัดอ้อยปอนั่งเลือกตักจัดเยอะbài cha luôn ấy chỉ thầm tô đúng nè bờอ้อยkia miết con miên nè cái nhớนั่งอ่ะปั้นหนึ่งmiên này thà ca chunปอนั่งไปอดไปยาวตีvề miênพอvề ai thưa ở rong bà bóc mình lúc lọ về ai thưa mình lúc miên cầm làng chết nâng miên smart ở đây lọ mình miên pol tì chẳng á hay bà po bà quạt nâng sâu bà rắt sâu thò pre phó miên cốt nòn nào phía bà tạ nó prai tại rì rèn bộ ạ ru bộ phu đấy cho là bàn tì nẹt đây chầm rào tên là pre bà rắt nẹt đây chầm rào tên là côn là thò nó dương vậy dương á chẳng tì muối dương đỏ sẽ đây sờ lành bòn sấy còn ai miên sẽ đây tục lắng á tì muối đỏ sẽ đây sờ lành tì pít đỏ cà và càn mòn tì bay kết thảo vía chỉ sách chặt thò bây giờ sai chắc bên đây thầy dương coi trắng kê coi trắng với mẹ miên thầy dương mẹ bay từ cua sai dương đó hay ca bay prot bị mấy mẹ tâm mà đầy dương đó class ca hay tâm ban mà khai đây đại cho bạn nhưng class tâm ban côn muối men toàn ban côn của mông đây dương phó tâm mà cao côn mất tâm mà thấy tâm mà ca ban về nam chiếm tâm ban côn say tôi muối côn pro tôi muối toàn ban chấm côn vẫn đại cho tập bạn nhung khí song kha là thò tầng lại mình tiếng mền bật nè bảo dương vô thò sang kha là thò tầng lại mình tiếng mền bật miên kệ để giá cao lần hái vì nè tờ quanh chỉ thò mặt đà rồi mình cài làng hái rồi lót tờ quanh lúc ta rồi lót nâu sang kha rồi thò tầng lại nô hái tước ban nâu sẽ lại sốc cục vàng hái song kha dương ấy lục Obama đôi ấy nhúng đôi phụ tật song kha đôi đào chê bỏ phần đô của mang ru pang về tận nia bộ phần lô của ma mà đây chỉ cô của ma sang nha sang kha ra cắt từ lũ của ma mia du của mang chỉ với nhiên năng tê sẽ tan nick chỉ quan thụ nia rú miên sẽ lấy tiếp nâng đông này của phụ tật về tận nia cứ ca soi ở đó miên Obama đôi của panh tất sang kha miên sẽ lấy tiếp đôi đào chê nè lúc thay chỉ vật dương nó đôi đào chê chứ sai chỉ vật dương nhiều squad đào chê chứ thế chọn miền chê nồng bánh squad đào chê chứ đào chê miền khăm mấy nhôm hai đấy ban preng lộ Obama chỉ vật dương đôi đào chê pro đào chê miền khăm mấy hay về răng mò mấy nhôm răng mò mấy đào chê chứ
អត់ទេញោមទុនជ្រាយណាស់ខ្យល់បក់ពីលិចអានោះវាអាលំទៅកើតខ្យល់បក់ពីកើតវាអាលំទៅលិចហើយបើខ្យល់អត់បក់ទេគ្រាន់តែផ្លែមួយស្ទងហ្នឹងវាត្រផ្លែអត់រួចទេណាឯងខំយកឈើទៅទល់ផងពី3ឈើណាគ្រាន់តែទល់វាអញ្ចឹងមានន័យថាវាពុកផុយណាស់វាត្រុតត្រោមវាទុនជ្រាយណាស់អញ្ចឹងលោកឧបមាជីវិតយើងនឹងដូចដើមចេកអញ្ចឹងវាផុយស្រួយណាស់ហ្នឹងផុយស្រួយអាម៉េចផុយស្រួយត្រង់ថាឧទាហរណ៍ដូចអាត្មាពងទេសស្រាប់ខ្យល់ក៏បកាច់លើក្រែហ្នឹងទៅភ្លាមទៅអ្នកខ្លះពងហូបបាយហូបអាយធ្លាក់សភាទៅទាំងហូបបាយហ្នឹងទៅអ្នកខ្លះពងសើចក្រាំងទៅទាំងពងសើចហ្នឹងទៅអ្នកខ្លះពងនិយាយដើមគេដាច់ចោលទៅទាំងពងនិយាយដើមគេហ្នឹងទៅនឹងញោមឃើញជីវិតហ្នឹងវាផុយអញ្ចឹងបានលោកឧបមាថាដូចដើមចេកអញ្ចឹងហើយចាប់អត់ដឹងតែជីវិតផុយយ៉ាងហ្នឹងមិនក៏យើងគ្រប់គ្នាមិនភ្ញាក់រលឹកខំប្រឹងចម្រើនសេចក្តីល្អអញ្ចឹងបានព្រះអង្គសម្ដែងថាត្រូវខំប្រឹងចម្រើនទៅនៅសេចក្តីល្អគ្រប់ខណៈចិត្តបង្វែរមកគុណមកធម៌យើងវិញចឹងទី1យើងដកការប្រកាន់មមទី2ដកសេចក្តីស្រឡាញ់ទី3យល់ថាវាជាសច្ចធម៌កាលណាយើងយល់អញ្ចឹងគឺយើងអត់សូវកើតទុកទេមួយទៀតយើងពិចារណាថាបើគាត់មិនទៅមុនខ្ញុំក៏គង់តែខ្ញុំទៅមុនគាត់ព្រោះអាការជួបនឹងវាជាគូនឹងអីគូនឹងព្រាត់ចឹងមុនក្រោយយូរឆាប់គង់តែព្រាត់អ្នកមានធម៌ដែលអត់សូវកើតទុកដោយសារអីដោយសារលោកត្រៀមចាត់ទុកមុនដូចញោមលោកស្លាប់ឬម្ដាយញោមស្រីស្លាប់ឬញោមប្រុសស្លាប់ឬប្អូនបង្កើតស្លាប់ហេតុអីបានប្រសងលោកអត់យំបោកខ្លួនដូចយើងធម្មតាដោយសារលោកយល់ធម៌ហើយលោកបានត្រៀមចាត់ទុកមុនហើយមិនមែនតែបញ្ហាជួបព្រាត់ស្លាប់នឹងទេបញ្ហាស្អីក៏ដោយញោមចង់ឲ្យបានសេចក្តីសុខផ្លូវចិត្តកុំឲ្យទុកវាកើតឡើងខ្លាំងពេកតែបញ្ហាវាកើតតើយើងត្រៀមចាត់ទុកមុនអូម៉ាយើងត្រៀមចាត់ថាប្តីយើងពងស្រឡាញ់យើងឧទាហរណ៍អូប្តីយើងទៅមកការហើយចឹងគាត់ថ្នមយើងសំបីតែយើងទៅលើកទឹកមកផ្ទាល់គាត់ថាអូនដើរឲ្យស្រួលប្រយ័ត្នល្អិលជើងអូនណាហើយថ្ងៃក្រោយបើត្រូវការទឹកប្រាប់បងចុះទៅដងឲ្យបងលើកឲ្យដល់ពេលប្រពន្ធទៅដកបន្លែអូនហើយខូចកញ្ចក់អស់ឥឡូវហើយតែចូលដីក្នុងកញ្ចក់អូអាមនុស្សប្រុសនេះបើថាស្រឡាញ់និយាយដូចមែនតើដូចឯងធ្លាប់ណាស់ចឹងហ្នឹងបងអត់ដឹងស្នេហាមិនគេទេបងបួសតាំងពី2 10បងតាំងមិនតាន់ដឹងអីណោប៉ិនមែនធម្មជាតិនៃមនុស្សស្រស់ប្រុសនេះតើវាស្រឡាញ់ហើយស្រឡាញ់នោះថ្នមហ្នឹងចឹងឧទាហរណ៍តែចិត្តយើងកុំឲ្យវាកើតទុកខ្លាំងត្រៀមចិត្តធ្វើម៉េចកុំឲ្យពេលដែលបញ្ហាវាកើតពេលដែលបញ្ហាកើតđấyយើងអត់កើតទុកខ្លាំងទោះបីប្តីស្រឡាញ់យើងប៉ុណ្ណាក៏ដោយយើងធ្វើម៉េចដើម្បីឲ្យចិត្តយើងកុំឲ្យមានសេចក្តីទុកនៅពេលដែលបញ្ហាវាកើតគឺត្រៀមចិត្តទុកឧបមាថាប្តីយើងស្រឡាញ់យើងកំពុងស្រឡាញ់ខ្លាំងថ្នមឯងគ្រប់អិរិយាបថតាំងពីពាក្យសម្ដីកាយវិការមនុស្សប្រុសនេះតែស្រឡាញ់ហើយគឺថ្នមខ្លាំងដំបូងគឺថ្នមហើយដល់ហើយយើងត្រៀមចិត្តកុំឲ្យចិត្តយើងប្តេជ្ញាផ្ដួលថាអញពិតជាមានសេចក្តីសុខណាស់គឺគ្មានបរិះណាល្អជាងប្តីអញទេលើលោកនេះគឺមានតែលោកប្តីអញមួយគត់ដែលល្អចំពោះអញជាងប្តីអ្នកណាទាំងអស់មានតែប្តីអញដល់ពេលអត់ដែលត្រៀមចិត្តថាប្តីអញស្រឡាញ់អញថ្ងៃណាមួយពេលដែលអញចាស់ទៅរូបអញអត់សូវស្អាតច្បាស់ជាមានស្រីហើយអត់ដែលបានត្រៀមចិត្តអាហ្នឹងសោះគឺក្នុងចិត្តហ្នឹងគិតថាប្តីអញល្អគ្មានអ្នកណាល្អលើសប្តីអញស្រាប់ដល់ថ្ងៃមួយចេញទៅទិញបន្លែប្តីថាទៅធ្វើការសុំចេញម៉ោង6ព្រឹកថ្ងៃហ្នឹងប្រជុំដល់ពេលប្តីអត់ប្រជុំប្តីទៅដប់ស្រីស្អាឯងទៅផ្សារទៅចៃដន្យកលេចទៅឃើញប្តីដប់ស្រីញោមអត់ដែលត្រៀមចិត្តសោះណាដឹងតែប្តីអញនឹងគឺល្អបំផុតនៅក្នុងចិត្តអត់ដែលត្រៀមចិត្តថាប្តីអញថ្ងៃណាមួយគង់តែនឹងក្បត់អញអត់ដែលត្រៀមចិត្តនឹងទុកដល់ពេលស្រាប់តែក្នុងចិត្តវាដឹងតែប្តីឯងវាល្អបំផុតដល់ពេលឃើញប្តីក្បត់អញ្ចឹងអាចិត្តនឹងមិនញោមចិត្តនឹងមិនគឺកើតសេចក្តីទុកខ្លាំងបំផុតតែបើអ្នកមានធម៌គេគិតថ្ងៃហ្នឹងប្តីស្រឡាញ់អញបើថ្ងៃណាមួយសេចក្តីស្រឡាញ់នឹងមិនថិតថេរទេវាគង់តែប្រែប្រួលដល់ពេលអាបញ្ហាប្រែប្រួលនឹងវាកើតគាត់កើតទុកខ្លាំងហ៎ញោមកើតទុកខ្លាំងហ៎អត់សូវទេពីព្រោះគាត់ត្រៀមចិត្តហើយបងគាត់ត្រៀមហើយបាត់ហើយសេចក្តីទុកហ្នឹងគាត់ត្រៀមយកហើយគាត់ត្រៀមទុកចិត្តហ្នឹងទុកថាគង់ទៅវានឹងកើតបើវាមិនកើតក៏ជាសក់ទៅតែបើវាកើតទទួលយកដោយសារគេត្រៀមចិត្តហើយដូចបងស្រីអញ្ចឹងអាការជួបព្រាត់ហ្នឹងដើម្បីកុំឲ្យព្រាត់ហើយវាកើតទុកខ្លាំងដោយសារយើងត្រៀមចិត្តដូចខ្មែរនិយាយមិនអញ្ចឹងប្រសងគ្រប់ព្រះអង្គពេលញោមលោកស្លាប់ហេតុអីបានលោកអត់យំបោកខ្លួនដូចយើងសួរថាលោកអត់ស្រឡាញ់ញោមលោកទេមែនទេស្រឡាញ់ជាងញោមផងប្រសងនេះស្រឡាញ់ជាងមនុស្សធម្មតាទៀតនោះស្រឡាញ់យកពុកស្រឡាញ់ម្ដាយជាងមនុស្សធម្មតាទៅទៀតដឹងគុណរលឹកគុណតបគុណជាងមនុស្សធម្មតាទៅទៀតប៉ុន្តែហេតុអីបានពេលញោមស្លាប់ទៅលោកអត់យំបោកខ្លួនដូចយើងធម្មតាដោយសារលោកត្រៀមចិត្តទុកហើយថាបើញោមមិនទៅមុនលោកក៏លោកគង់តែទៅមុនញោមពីព្រោះអាការឆៃសេចក្តីល្អវានាំឲ្យយើងសុខមិនមកពិចារណាមួយម៉ាត់ទៀតឲ្យញោមរៀនពិចារណា
ឧបមាដោយតាយាយចាស់ចាស់ស្រុកស្រែគាត់ដើរទៅស្រាប់ធរពីភូមិមួយភូមិពីរគាត់ដើរដល់ម៉ោង10យប់អីដូចស្រុកស្រែទេម៉ោង4ម៉ោង9ម៉ោង10អីបានទេហ្មងចប់ម៉ោង10អីបានគាត់ដើរមកផ្ទះវិញគាត់ដើរពីអ្នកប្តីប្រពន្ធគាត់ដើរតែខ្លួនទៅទេអត់ដែលដាក់កវិតដាក់បថៅឯងដូចយាយមកស្រាប់ធរថ្ងៃហ្នឹងញោមមានដាក់កូនបថៅមួយការពារក្នុងកាបូបមកអីញោមយាយទាំងអស់គ្នាញោមមានដាក់កវិតខ្លីឬក៏ណែអាការអីមួយក្នុងណែកាបូបយើងមកហ៎ហេតុអីបានយើងមកស្ដាប់ធរតែម្នាក់យើងមិនថាតែដើរថ្ងៃដើរយប់ទេតាខ្លះដើរយប់ស្រុកស្រែយាយតានឹងដើរតែយប់ទេទៅស្ដាប់ធរគាត់អត់មានដែលដាក់អាការក្នុងកាបូបទេអត់ដែលដាក់កវិតខ្លីក្នុងកាបូបទេអត់ដែលដាក់បថៅក្នុងកាបូបដើរតែខ្លួនទៅទេគ្មានជាពាក់អាណា100នឹងដើរអត់មានភាពភ័យព្រួយនិយាយចេះដោយរស់សេរីសទ្ធាគាត់ថាខ្លួនខ្ញុំមួយមិនព្រួយសោះឡើយណាដើរដោយមិនមានភាពភ័យខ្លាចដោយសារអីខ្ញុំដឹងទេគាត់ដើរអត់មានភាពភ័យខ្លាចដោយសារអីដោយសារគាត់ដឹងក្នុងចិត្តគាត់ថាអញតាពីកើតមកអត់ដែលបៀតបៀនអាណាផងរឿងអីអញចាំបាច់ដាក់បថៅការពារខ្លួនបើអញអត់ដែលលួចគេផងអញអត់ដែលកាប់គេផងអញអត់ដែលប្រព្រឹត្តអាក្រក់លើអ្នកណាផងចឹងផ្លូវចិត្តផ្លូវកាយរបស់គាត់គឺដេកដើរឈរអង្គុយគឺមានសេចក្តីសុខហ្មងនឹងអត់មានភាពភ័យព្រួយហើយដល់ពេលយើងធ្លាប់លួចគេយើងធ្លាប់កាប់សម្លាប់គេយើងធ្លាប់បៀតបៀនគេឬក៏យើងធ្លាប់ជេរគេឬក៏យើងធ្លាប់ប្រមាថការពៀនគេឬក៏យើងធ្លាប់ធ្វើសេចក្តីអាក្រក់ដាក់លើគេអ្នកហ្នឹងទៅណាមកណាកុំថាដល់ទៅយកដូចយើងញោមមើលអ្នកមានខ្លះទៅតែថ្ងៃទៅជួបយើងចោះជួបប្រជាពលរដ្ឋអីហ្នឹងក៏ចុះពីឡានភ្នែកសេកភ្នែកអាលោកអ្នកស្វែងអ្នកស្រាមជួនកាលជិះតាមផ្លូវអត់តន់ចុះពីឡានផងនឹងមានអាមុខមានអាក្រោយចុចចផ្លេឯងចង់ធ្លាក់ភ្លឺស្រែងប់អស់ហ្នឹងដោយសារអីបានដូចមានភាពភ័យព្រួយម្លេះបងហើយយាយតានេះដើរតែខ្លួនទៅទេអត់ដែលភ័យសោះទាំងយប់ទាំងថ្ងៃដោយសារគាត់ដឹងតែខ្លួនគាត់អត់ដែលធ្វើអាក្រក់ហ្នឹងអញ្ចឹងយើងពិចារណាថាអាបុណ្យកុសលហ្នឹងវាឲ្យយើងបានសេចក្តីសុខផ្លូវចិត្តផ្លូវកាយតាំងពីដេកដើរឈរអង្គុយទៅដល់ណាក៏យើងមានសេចក្តីស្ងប់ផ្លូវចិត្តដែរយើងអត់មានដល់នៅសេចក្តីទុកនិងសេចក្តីភ័យព្រួយផ្លូវចិត្តទេអញ្ចឹងយើងទាំងអស់គ្នាត្រូវខំប្រឹងចម្រើនទៅនូវគុណធម៌និងសេចក្តីល្អផ្លូវចិត្តឲ្យបានច្រើនគ្រប់គ្នាណាញោមសូមអនុមោទនាអាចជួបហើយនឹងព្រាត់នឹងវាជាច្បាប់នៃធម្មជាតិញោមឃើញទេដល់ពេលអាបញ្ហានឹងវាកើតយើងអត់សូវកើតទុកខ្លាំងឯងមកនិយាយរឿងធម៌អប់រំចិត្តនឹងតិចក្រៃលោបងស្រីណោឃ្លាតស្វាមីតាំងនៅក្មេងអញ្ចឹងទៅយើងណោអត់ហូបបាយហូបទឹកសម្រានមិនលក់កើតទុកខ្លាំងអីយើងកុំដាក់ទរណកម្មលើខ្លួនយើងទី1យើងដកសេចក្តីស្រឡាញ់ឲ្យបានច្រើនតិចទី2ដកការប្រកាន់មមទី3គិតថាវាជាសច្ចធម៌គ្រួសារយើងក៏អញ្ចឹងគេក៏អញ្ចឹងយើងក៏អញ្ចឹងគេក៏អញ្ចឹងមុនក្រោយយូរឆាប់ការជួបហើយនឹងព្រាត់វាគង់តែកើតឡើងបើគាត់មិនទៅមុនយើងក៏យើងទៅមុនគាត់ដំណើរជីវិតនៃការប្រព្រឹត្តទៅរបស់សត្វលោកនឹងគឺកើតឡើងអញ្ចឹងដូចគ្នាទាំងអស់ដោយយើងបានត្រៀមចិត្តទទួលយកបញ្ហាដែលវាកើតអញ្ចឹងគឺយើងសេចក្តីទុកផ្លូវចិត្តយើងអត់សូវកើតឡើងខ្លាំងទេបងចុះឥឡូវយើងរស់នៅវិញជីវិតប្រចាំថ្ងៃវិញដើម្បីឲ្យចិត្តយើងមានសេចក្តីសុខយើងត្រូវរៀនបើកចិត្តយើងឲ្យទលាយទី1គឺបាត់ភ្នែកបើកភ្នែកគឺចិត្តយើងមានតែក្តីស្រឡាញ់អត់មានការខឹងស្អប់អាហ្នឹងជាមេរៀនជាថ្នាំនាំឲ្យយើងបានសេចក្តីសុខផ្លូវចិត្តនឹងញោមរៀនទី1គឺក្នុងចិត្តយើងបាត់ភ្នែកបើកភ្នែកគឺអត់មានមនុស្សណាគួរឲ្យស្អប់ទេហើយក៏អត់មានមនុស្សណាគួរឲ្យចំណែនឈ្នាននេះដែរហើយក៏អត់មានមនុស្សណាគួរឲ្យនិនទាដែរគឺបាត់ភ្នែកបើកភ្នែកទាំងមនុស្សទាំងសត្វនៅក្បែរខ្លួនយើងគឺយើងមានតែក្តីស្រឡាញ់ឲ្យគេអត់មានការខឹងស្អប់ឲ្យគេស្រាប់តនេះខ្ញុំស្រាប់តនេះអារឿងណាដែលមិនល្អដល់ចិត្តអាគេនិយាយដើមយើងខុសការពិតអាគេនិយាយត្រូវការពិតក៏ដោយប៉ុន្តែបើយើងគិតថាហ្នឹងវាអត់មានចម្រើនដល់ផ្លូវចិត្តដែលអញត្រូវយកមកគិតសោះវាអត់ចម្រើនដល់ចិត្តវាអត់ចម្រើនដល់សេចក្តីសុខវាអត់ចម្រើនដល់សុខភាពវាអត់ចម្រើនដល់ទ្រព្យសម្បត្តិវាអត់ចម្រើនដល់កិច្ចឈ្មោះគេឈ្មោះកិត្តិយសវាអត់ចម្រើនគ្រប់យ៉ាងបើអាហ្នឹងវាចង្រៃចឹងទេបញ្ចេញវាចោលកុំត្រាំវាទុកនៅក្នុងចិត្តយល់លោកនិយាយហ៎ញោមអារឿងណាដែលល្អចាំយើងសន្សំទុកក្នុងចិត្តបើយើងទទួលទាំងអស់ប៉ុន្តែអាណាល្អចាំសន្សំទុកអាណាដែលមិនល្អដល់ផ្លូវចិត្តយើងលះបង់វាចោលអាហ្នឹងសុកគេញោមសុកគេសុកចិត្តយើងសុកហ្នឹងមិនមានទ្រពក៏សុកដែរនឹងដូចថ្មនិយាយមិញតាយាយស្រុកស្រែគាត់ហូបទឹកប្រហុកគេប៉ុនគាត់សើចលន់តែ2តែ3ដោយសារអីដោយសារគាត់ដឹងតែខ្លួនគាត់មកជីវិតគាត់អត់ដែលភ័យព្រួយរឿងសេចក្តីអាក្រក់អីទេព្រោះគាត់អត់ដែលធ្វើអាក្រក់ដល់អញ្ចឹងទៅគាត់សុបាយចិត្តរហូតគាត់អត់ដែលកើតទុកឲ្យមនុស្សកាលណាអត់ប្រឡាក់ដោយសេចក្តីអាក្រក់ហើយគឺបានសេចក្តីសុខហើយតែប្រឡាក់ដោយសេចក្តីអាក្រក់ហើយមានអីក៏អត់សុខដែរតាយាយគាត់ហូបតែប្រហុកមែនប៉ុនគាត់សើចកើតតែអ្នកមានខ្លះហូបដល់ផ្លូវមន់ទេប៉ុន្តែដេកអត់លក់ទេដេកដល់លើពូក៏ដេកអត់លក់ដែរយាយតាដេកតែអានៀតធម្មតាប៉ុន្តែដេកដល់ម៉ោង9 8បានងើបប៉ុន្តែអ្នកមាននេះដេកដល់សាឡុងដល់ពូក៏ប៉ុន្តែម៉ោង4ហ្នឹងងើបពីឈរជង្គង់ហើយដោយសារគិតថាអញអាវិឡាបានមកហ្នឹងមិនដឹងថ្ងៃណាគេដឹងការពិតទេអញមិនដឹងខ្នោះដាក់ចង្វាក់ថ្ងៃណាទេមិនដឹងគេអូសអញយកទៅថ្ងៃណាទេអញរត់ពន្ធគ្រឿងញៀនឬក៏អញប្រព្រឹត្តខុសបទល្មើសណាមួយចឹងទៅគឺដេកមិនលក់នៅមិនសុខខ្ញុំឃើញទេចឹងបានមកថាវាមិនមែនមកពីទ្រព្យគឺមកពីផ្លូវចិត្តរបស់យើងកាលណាចិត្តយើងអត់ប្រឡាក់ទៅដោយសេចក្តីអាក្រក់គឺនាំឲ្យយើងបានសេចក្តីសុខហើយសេចក្តីមនុស្សមានធម៌ចំណេញតាំងពីសេចក្តីសុខសុភមង្គលទៀត
ប្តីស្មោះប្រពន្ធស្មោះប្តីត្រង់នឹងប្រពន្ធត្រង់នឹងប្តីគោរពឲ្យតម្លៃប្រពន្ធមនុស្សមានធម៌គឺផ្ដល់ការគោរពផ្ដល់ក្តីស្រឡាញ់និងមេត្តាចិត្តដល់គ្នានឹងគ្នាខ្ញុំឃើញយាយតាចាស់គាត់អាយុ80 70 80 90ប៉ុណ្ណឹងនៅតែស្រឡាញ់គ្នាដឹកដៃគ្នាទៅវត្តផ្អែមល្ហែមហូបតែប្រហុកឲ្យប៉ាន់យាយតានឹងសើចលឺតន់ទលាន់ផ្ទះ2ផ្ទះ3នឹងអត់ដែរចេះកើតទុកដោយសារអីគឺបេះដូងរបស់គាត់នឹងគឺបើកទលាយនឹងមានភាពកក់ក្ដៅចំពោះគ្នាមានមេត្តាចិត្តទៅរកគ្នាដោយសារមានធម៌ក្នុងខ្លួននឹងឯងនឹងអញ្ចឹងយើងគួរមើលនឹងភ្នែកអញ្ចឹងយើងកុំបែងចែកទៀតនឹងកុំឲ្យបែងចែកថាចាំដល់ចាស់ចាំយើងចូលវត្តកុំអញ្ចឹងយើងរៀនប្រព្រឹត្តសេចក្តីល្អតាំងពីក្មេងកុំឲ្យធម៌និងជីវិតនឹងវាឆ្ងាយពីគ្នាដូចថ្មនិយាយមិញធម្មៈគឺធម្មជាតិត្រង់យើងឲ្យយើងដល់ព្រមនៅសេចក្តីសុខចឹងអ្នកដែលប្រព្រឹត្តធម៌អ្នកដែលចូលវត្តមិនមែនចាំដល់ចាស់ទេណាញោមសូមអនុមោទនានឹងនិយាយរឿងហ្នឹងឲ្យញាតិញោមរៀនស្រឡាញ់ធម៌ស្រឡាញ់សេចក្តីល្អព្រោះសេចក្តីល្អគុណធម៌ហ្នឹងវាជូនយើងគ្រប់ពេលដែលយើងនៅរស់ក៏វាត្រង់យើងឲ្យយើងបានសេចក្តីសុខពេលដែលយើងស្លាប់ចិត្តតិបរិសន្ធិទៅលោកមួយផ្សេងទៀតក៏កុសលធម៌ហ្នឹងនាំយើងទៅជូនយើងទៅដល់កន្លែងសុខដែរប៉នឹងហេតុអីបានថាអញ្ចឹងយើងមើលភ្នែកទៀតបនបាបហ្នឹងមិនបាច់ទៅមើលជាតិមុខជាតិក្រោយទេជាតិមុខជាតិក្រោយតែនិយាយជាតិមុខជាតិក្រោយក្មេងថាហួសសម័យទៀតឡើយមើលអត់ឃើញប៉ុន្តែឥឡូវយើងមើលដោយបញ្ញាចក្ខុយើងមើលដោយភ្នែកយើងតើបនបាបហ្នឹងវាមានពិតប្រកបតែអត់យើងមើលតែប៉ុណ្ណេះបានណាបនបាបយើងមិនបាច់ទៅមើលជាតិមុខជាតិក្រោយយើងមើលភ្នែកយើងមើលអាកូននាយករដ្ឋមន្ត្រីកូនអបនាយករដ្ឋមន្ត្រីកូនទេសរដ្ឋមន្ត្រីកូនរដ្ឋមន្ត្រីកូនអុកញ៉ាកូនឯកឧត្តមយើងមើលអាពួកហ្នឹងគ្រាន់តែកើតមកព្រិចវាដេកលើមាសលើពេជ្រមកគ្រាន់តែកើតមកភ្លាមគឺវាដេកលើមាសលើពេជ្រខ្ញុំមកមើលស្វែងស្ដាំលើកទឹកក្តៅទឹកត្រជាក់ឲ្យវាហើយបាត់ឃើញវាអត់មានតាន់ធ្វើអីវាគ្រាន់តែកើតពីពោះម្ដាយវាមកគឺដេកលើមាសលើពេជ្រហើយមកហើយយើងនេះអ្នកក្រនេះគ្រាន់តែកើតមកលីអង្គលីឆ្នាំងលីចានមកព្រោះហ្នឹងអាហ្នឹងយើងមិនបាច់ទៅមើលជាតិមុខជាតិក្រោយថាបនបាបវាមានអត់គឺវាបែងចែកដាច់ពីគ្នាស្រឡះអ្នកណាសន្សំសេចក្តីល្អបានច្រើនអ្នកណាគោរពគុណម្ដាយអ្នកណាគោរពគុណឪពុកអ្នកណាចម្រើនសេចក្តីល្អគឺវារៀបចំឲ្យយើងទៅកន្លែងល្អហ្នឹងអញ្ចឹងយើងរៀនស្រឡាញ់សេចក្តីល្អបើដឹងថាទៅមុខគឺមានតែកុសលធម៌យើងរៀនសន្សំសេចក្តីល្អទុកឲ្យហើយទៅកុំចាំដល់យើងស្លាប់ហើយគេធ្វើបន់ផ្ញើឲ្យយើងនឹងមិនងាយទេដូចអាត្មាធ្លាប់បញ្ជាក់ច្រើនដងឲ្យកូនសម័យនេះញោមកុំសង្ឃឹមពេកបើបានកូនដូចថ្ងៃនេះអីគាត់ចេះធ្វើបន់ឲ្យឪពុកបើកូនខ្លះអ្នកខែខ្លះតែបន់7ថ្ងៃ100ថ្ងៃអីហ្នឹងវាបាក់រំហើយបងហើយយើងសង្ឃឹមទៅអញ្ចឹងបានម៉ែចេះដាស់តឿនថាតនយើងនៅតែធ្វើសេចក្តីល្អកើតសន្សំសេចក្តីល្អយើងបែងចែកពេល50% ដាក់លើកូននេះ 45% ដាក់លើកូន 50% ដាក់លើខ្លួនយើងដកតែពេល 5% សម្រាប់យើងសន្សំសេចក្តីល្អមិនបាច់ចាំថាដកច្រើនទេដកតែ 5% នៃពេលវេលា 100% ក្នុងជីវិតយើងនឹងដកតែ 5% ទៅសន្សំសេចក្តីល្អហេតុអីបានយើងត្រូវតោងទៅនៅសេចក្តីល្អពីឥឡូវទុកឲ្យហើយកុំចាំដល់ស្លាប់ពីព្រោះពេលដែលទៅមុខទៀតគឺមានតែសេចក្តីល្អនឹងហើយកុសលធម៌នឹងហើយជាទីពឹងសម្រាប់ខ្លួនយើងមានទានមានសិលមានភាវនានឹងឯងឲ្យទានរក្សាសិលចម្រើនមេត្តាភាវនាដល់គ្នានឹងគ្នាព្រោះទៅមុខទៅគឺអត់មានអ្នកណារួមដំណើរទៅជាមួយយើងទេឧបមាដូចស្វាមីថ្ងៃហ្នឹងអញ្ចឹងចង់ភរិយាស្រឡាញ់ស្វាមីកូនស្រឡាញ់ឪពុកយ៉ាងណាក៏ដោយក៏កូនអត់អាចជូនដំណើរឪពុកបានដែរឬក៏អ្នកផ្សេងទៀតទោះបីកូនស្រឡាញ់ម្ដាយប្តីស្រឡាញ់ភរិយាប៉ុណ្ណាក៏ដោយក៏មិនមានអ្នកណាអាចរួមដំណើរទៅជាមួយយើងបានដែរគឺទៅតែម្នាក់យើងគត់ស្លាប់តែ2ម៉ោងគេអូសយើងចុះពីគ្រែលើផ្ទះដាក់គ្រែក្រោមផ្ទះហើយតាមមួយថ្ងៃក្រោយគេទាញយើងចូលក្តារមឈូសហើយតែមួយថ្ងៃក្រោយទៀតគេទាញយើងចូលទៅព្រៃហើយតែដល់ព្រៃយ៉ាងច្រើនគេបើកមើលមុខយំតែ5នាទីអីហ្នឹងគេຕົកចោលយើងនៅមួយអាចារ្យគេឡប់មកផ្ទះវិញហើយអត់មានអ្នកណាអាចរួមដំណើរជាមួយយើងទៅបានទេគឺមានតែបុណ្យកុសលមួយគត់ចឹងយើងត្រូវប្រឹងខំប្រឹងសន្សំសេចក្តីល្អអ្នកខ្លះយាយខ្លះទាំងអត់អីទេដេកគុណកណាកក់ក្ដៅព្រោះប្តីកណាតាគាត់សន្យាថាគាត់ស្រឡាញ់កណាណាបើបងឡាញ់អូនទៅណាបងទៅនឹងបើយើងស្លាប់ជាមួយគ្នាដាក់ភ្នោក្បែរគ្នាប៉ាសេចក្តីស្លាប់វាមិនមែនស្លាប់ទៅតំណាលគ្នាណាស្លាប់បើតាទៅមុនយាយនៅហើយបើយាយទៅមុនតានៅអាត្មាមិនដែលឃើញអាមាត់គាត់ចេះនិយាយទៅបងឡាញ់អូនទៅណាបងទៅនឹងបើស្លាប់មួយគ្នាដាក់ភ្នោក្បែរគ្នាអីគាត់ចេះថាពេលស្រឡាញ់បើអាត្មាតាំងបួសមកតាំងពី10ឥឡូវ40អត់ដែលឃើញតាណាលោតចូលភ្លើងតាមយាយមួយប៉ុណ្ណឹងគាត់ចេះថាទៅហ្នឹងមានតែឃើញប្តីណាលោតទៅតាមយាយមួយអត់មានសោះបើតាំងបួសមកឃើញមានតាណាលោតចូលភ្លើងតាមយាយអាត្មាជឿចឹងចាំយាយជឿហ្នឹងហើយមិនត្រឹមតែមិនជូនមិនទៅរួមដំណើរជាមួយយើងទេណាយើងស្លាប់ទៅតែ3ខែមិនទាន់បើនៅមានកម្លាំងដឹកយាយមកមួយទៀតបាត់ហ្នឹងញោមមើលបានណាចប់ចាំជួបគ្នាថ្ងៃក្រោយចុះហើយបនកសលដើម្បីឲ្យសម្រេចផលដល់លោកឪពុករបស់យើងទី1យើងបានតម្កល់សេចក្តីល្អនៅជាមួយសង្ឃ
បន្ទាប់មកយើងណប្រមូលសេចក្តីល្អនឹងមកយើងផ្ញើសេចក្តីល្អនឹងទៅដល់ឪពុករបស់យើងបន្ទាប់ពីផ្ញើសេចក្តីល្អនឹងទៅបានទេវាគាត់ថ្វានិវិតយងទេប្រាណដំសេចក្តីល្អនឹងទៅបានចុងក្រោយមេតាបិតុបត្តាម្ដាយឪពុករបស់យើងមកទទួលដឹងឮយកនៅសេចក្តីល្អនឹងនោះសេចក្តីសុខនិងសេចក្តីចម្រើនដើម្បីកើតមានដល់លោកឪពុករបស់យើងហើយណាញោមសូមអនុមោទនាសូមអនុមោទនាសេចក្តីល្អគ្រប់គ្នាណាញោមណាសូមអនុមោទនាបុណ្យដូចអតនពពកព្រាមអីយេអតនពពកព្រាមគាត់មានកូនប្រុសមួយជាទីស្រឡាញ់ហើយដល់អាកូនប្រុសនឹងឈឺទៅហើយគាត់នឹងកំណាញ់យេអតនពពកព្រាមកំណាញ់នឹងជាបុគ្គលកំណាញ់បំផុតកំណាញ់ហើយទ្រព្យគាត់ច្រើនមានច្រើនណាប៉ុនកំណាញ់អត់ដែលចេះធ្វើបន់ឲ្យទៀនអីទេយាយអត់សោះតែមកហ្នឹងហើយដល់កូនឈឺអត់ហ៊ានយកកូនទៅពេទ្យទៀតខ្លាចអស់លុយហើយក៏អត់ហ៊ានយកទៅគ្រូខ្មែរដែរអត់ហ៊ានហៅគ្រូខ្មែរមកមើលទៀតសក់ចិត្តខ្លួនឯងទៅសួរគ្រូលោកគ្រូឲ្យកូនខ្ញុំដែរក៏ដូចរៀងក្តៅខ្លួនចេះលើកហេតុផលអញ្ចឹងទៅដើម្បីឲ្យគ្រូហ្នឹងគេនិយាយឆ្នាំមកសក់ចិត្តទៅផ្សំខ្លួនឯងខ្លាចបើហៅគ្រូមកផ្សំឲ្យខ្លាចអស់លុយនោះកំណាញ់ដល់ប៉ុណ្ណឹងយាយគិតមើលកំណាញ់ដល់អញ្ចឹងទៅសួរគ្រូចេះគិតទេអាតាហ្នឹងកូនឈឺប៉ុណ្ណឹងហើយមិនហ៊ានហៅអញទៅមើលនឹងសុកចិត្តមកឆធ្វើនិយាយបើឧទាហរណ៍តែមានអ្នកឈឺចេះក្តៅខ្លួនចេះឈឺក្បាលចេះទៅអាហ្នឹងមិនទៅណោះគេផ្សំអីខ្លះទៅណោះលោកគ្រូហ្នឹងអាធ្វើសួរស្រើអញ្ចឹងណាហើយដល់គ្រូនេះគេនិយាយឲ្យត្រូវខ្លះខុសខ្លះទៅដល់តែផ្សំទៅអាកូននេះវាអត់ជាវាចេះឈឺទៅកូននេះគិតណាគិតអីឪពុកហើយឪពុកស្រឡាញ់កូនស្មើដល់ជីវិតប៉ុន្តែកូនឈឺសំបីតែយកកូនទៅពេទ្យហៅគ្រូមកមើលក៏អត់ហ៊ានហៅគ្រូមកមើលដែរខ្លាចអស់ទ្រព្យដល់ពងអាគិតហ្នឹងឲ្យនេះអង្គុយមើលមកពីលើផ្ទះមកឃើញកូននៅក្រែក្រោមផ្ទះហ្នឹងជាគិតតែបើកូនអញឈឺធ្ងន់តែឈឺតិចទៀតតែដេកនៅក្រោមផ្ទះម្លេះសំមានអ្នកមកសួរសុខទុក្ខហើយតែមានអ្នកមកសួរច្រើនអញអស់ស្កអស់របស់ទទួលភ្ញៀវហ្នឹងច្រើនដែរបើអញ្ចឹងទេឥឡូវកូនឈឺធ្ងន់ណាហៅអ្នកបំរើឲ្យលើកូនហ្នឹងដាក់នៅរៀងខាងក្រោយផ្ទះកុំឲ្យដាក់មុខផ្ទះខ្លាចគេឃើញអ្នកឈឺទៅគេចូលមកសួរណែវាចេះទៀតខ្លាចគេចូលសួរទៅអស់ទឹកតែអស់ស្កអស់របស់ទទួលភ្ញៀវណាយើងកុំណាញ់ដល់ប៉ុណ្ណឹងនិយាយគិតមើលលើកយកទៅដាក់រៀងក្រោយផ្ទះមួយម៉ាញ់និយាយរឿងហ្នឹងតិចណាយំស្ដាយណាក្រោយពេលស្លាប់ណាហ្នឹងវាអត់ផលអ្មិចដល់លើកទៅដាក់ក្រោយផ្ទះទៅអាកូននេះគិតទៀតឲ្យជុំមិនក៏ឲ្យកំណាញ់ដល់ប៉ុណ្ណឹងនឹងកំពុងតែគិតហើយនឹកឃើញថាអញតាំងពីកើតមកមិនដែលបានធ្វើបន់សន្តានអីទេហើយញ៉ាំងឪពុកឲ្យរួចផុតអំពីសេចក្តីទុកក៏មិនបានដែរបើឪពុកមិនឆាទឹកថេពេញទីបើអញ្ចឹងចេះតែគិតតែចង់បានស្ដាប់ធម៌មិនដឹងធ្វើម៉េចបានស្ដាប់ធម៌បើឥឡូវដេកនៅកន្ទេលងើបមួយគ្រាន់តែនឹកប៉ុណ្ណឹងព្រះនឹងវត្តព្រះអង្គញៀនដឹងខ្ញុំព្រះអង្គមើលមកតណាអ្នកមានឧបនិស្ស័យដែលត្រូវប្រោះនឹងដល់ពេលដល់វេលាព្រះអង្គអត់មុនមកឲ្យព្រះអង្គញ៉ាំងអធិវត្ថិណាប្រើដោយរិទ្ធហាក់បីដូចជាព្រះអង្គនៅឈរនៅក្បែរគាត់នឹងអញ្ចឹងគាត់ក៏លេចបើកភ្នែកឡើងឃើញព្រះសម្មាសម្ពុទ្ធនឹងសមោលនឹងលើកដៃសាពះតាំងចិត្តដោយសច្ចវិទ្យាថ្វាយគុំពុទ្ធពធប្រសង្ឃយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកជាអរណៈប៉ុណ្ណឹងដាច់ខ្យល់ផឹងឡើងទៅសោយសម្បត្តិទឹកនៅក្នុងឋានទេវលោកនោះណែយាយមិនធម្មតាទេញោមណាក៏គ្រាន់តែនឹកថ្វាយគុំពុទ្ធពធប្រសង្ឃរៀបដាច់ខ្យល់យកពុទ្ធជាទីពឹងពធជាទីពឹងប្រសង្ឃជាទីពឹងមโนដោតជាមួយរតនត្រ័យទាំង3ប៉ុណ្ណឹងដាច់ខ្យល់ផឹងឡើងទេវលោកផ្លែតនឹងអត់ដែរធ្វើបុណ្យអីសោះដល់ឪពុកនេះក្រោយពេលកូនស្លាប់ហើយណែហ្នឹងហើយរឿងហ្នឹងត្រូវពីជីវិតយើងគ្រប់គ្នារាល់ថ្ងៃណាស់យាយត្រូវណាស់កូនយើងការដែលម៉ែឪនៅរស់នៅមានកម្លាំងនៅហូបកើតមិនដែលមានអ្នកណាមួយដងទឹកមកផ្តិលមកស្រោចឲ្យម៉ែឪទេបាក់ញើសហូរញើសមិនក៏មិនដោះក្អែលឲ្យដល់តែដាច់ខ្យល់ហើយបានវាដដើមដល់អ្នកដោះអាម៉ែនៅហូបកើតអត់ឲ្យទេអាឪនៅហូបកើតអត់ឲ្យទេដល់តែឈឺចិត្តដាច់ខ្យល់ដកចង្ហើមរត់សឹងអំដល់គ្នាដាក់សារ៉ូមដាក់អុកស៊ីសែនបានវានាំគ្នាមកបញ្ចុកហ្នឹងហើយអាដាច់ខ្យល់ហើយបានដាក់នៅមុខហឹងហើយបានយំបានស្ដាយនេះដូចអតិនពពកព្រាមអញ្ចឹងយាយដល់កូនដាច់ខ្យល់ទៅបានយំបានស្ដាយហ្នឹងហើយកាលកូននៅរស់អត់ដែលឲ្យកូនស៊ីឆ្ងាញ់ទេដល់ពេលដាច់ខ្យល់ហើយបានគេធ្វើអាមហូបណាដែលកូនចូលចិត្តហ្នឹងហើយឲ្យតាថ្ងៃព្រឹកឡើងហ្នឹងគេដាំបាយមកស្រាក់ឲ្យអ្នកមើលដាំមកស្រាក់ចឹងគេយកទៅកន្លែងភ្នោកូនណាមកនិយាយកាត់ហើយយាយយកទៅកន្លែងភ្នោហ្នឹងគេយកមកយកកូនឲ្យកូនមានឪពុកឥឡូវនេះសម្លកូនចូលចិត្តណាឪស្លមកឲ្យកូនណាឡើងមកហូបតិចមកកូនមកហូបមកឪមកហូបតិចមកកូនហើយមកនិយាយលេងជាមួយឪតិចមកកូនកូននិយាយលេងជាមួយឪតិចមកកូនឡើងមកនិយាយលេងជាមួយឪតិចមកហ្នឹងហើយយំដូចមនុស្សឈួតចឹងណាយាយឡាំប៉ាអោបមកឈូសកូនហ្នឹងអោភ្នោកូននៅតែយំអោភ្នោកូនហ្នឹងអាហ្នឹងហើយដែលព្រះសម្ដែងថាមិញដែលអាត្មានិយាយមិញណាហិរញ្ញេនកយាកយ៉ាងឯតោតិននៃនិយាយពេលទៅពេលតាកាលកតាតហឹងអាអ្នកស្លាប់ទៅហើយហ្នឹងយាយយំសោកសឹកសួលអួលអាក់ស្ដាយសំណោះអឡោះឡៃមិនជាការអត់ផលទេព្រះអង្គសម្ដែងអញ្ចឹងណាអញ្ចឹងយំអោភ្នោកូននឹងរាល់ថ្ងៃចឹង
អត់ផឹកឡើងកាន់បាយកាន់សម្លយកមកដាក់ភ្នោហើយដល់ថ្ងៃមួយកូននៅឋានលើនោះកលែងមើលអីចុះឲ្យអញពងធ្វើអីណាហ្នឹងហើយដល់ថ្ងៃហ្នឹងកលែងមើលមកបើទឹកបច្ចៈខោមកឃើញឪពងឲ្យចំតាត់ចំតងយំនៅភ្នោអីហីយំស្ដាយកូនពងប្រាប់កូនណាកូនឯងឡើងបន្តិចមកនេះឆាមកសួរកូនណាកូនឯងចូលចិត្តអាហ្នឹងអីបើឡើងមកកូនឲ្យចង់ភៅគេធ្វើសម្រាប់សម្រាំងល្អណាស់ឡើងបន្តិចមកកូនមកហូបបន្តិចមកអាកូននេះតាអូបើអត់ប្រុសឲ្យអញទេឲ្យអញច្បាស់ជាដល់នៅសេចក្តីទុកធំហើយនឹងមានទុកនឹងមានបញ្ហាដល់ខ្លួនឪហើយតែនៅតែរបៀបហ្នឹងទៀតឲ្យអាយុអត់វែងទេដាច់ខ្យល់ហើយអត់ទាន់បានសម្រេចគុណធម៌អីទេហើយតែដាច់ខ្យល់ទៅទាំងអញ្ចឹងឲ្យអញនរកពួកអត់ដែលធ្វើបន់អីសោះនិយាយដល់អញ្ចឹងចុះពីឋានលើមកនិមិត្តខ្លួនហ្នឹងនិមិត្តខ្លួនធ្វើកូនក្មេងតូចមួយមកយំទៅធាក់ដៃក្បែរឪហ្នឹងដែរណាយាយធ្វើកូនក្មេងតូចមកយំនៅក្បែរហ្នឹងដែរហើយអតិនបបកព្រាមឆ្ងល់អាក្មេងហ្នឹងវាមកយំតែហ្នឹងដែរនេះបានសួរអីចុះអានាងឯងមានរឿងអីបានមកយំហ្នឹងកូនចៅតាខ្ញុំយំចង់បានប្រច័ណ្ឌខ្ញុំឃើញប្រច័ណ្ឌហ្នឹងវាស្អាតអូយស្អាតខ្ញុំយំចង់បានប្រច័ណ្ឌហ្នឹងណាតាឲ្យយកប្រច័ណ្ឌឲ្យខ្ញុំបានទេតាខ្ញុំចង់បានប្រច័ណ្ឌតែនបបកព្រាមតាទេចុះចៅឯងកូនអាណាចៅអាណាឈួតតែជាវាមិនដែរអាណាយំចង់បានប្រច័ណ្ឌនៅលើមេឃនោះទៅយកមិនបានហ្នឹងហើយឈួតទេអីយំចង់បានប្រច័ណ្ឌហ្នឹងបានអាកូនហ្នឹងវាអាចៅហ្នឹងវាសួរវិញហើយចុះតាមកអង្គុយយំនឹងភ្នោកូនហ្នឹងយំចង់បានអីហេតាយំចង់ឲ្យកូនតាហ្នឹងឡើងមកហូបបាយមកនិយាយលេងជាមួយតាបានអាចៅហ្នឹងវាថាអញ្ចឹងតាហើយចៅហ្នឹងពីរនាក់ហ្នឹងតាគិតតិចមើលមិនដឹងអាណាឈួតជាងអាណាហ្នឹងហើយចៅយំចង់បានប្រច័ណ្ឌមើលឃើញផងហើយតានេះយំចង់ឲ្យកូនឡើងមកហូបបាយទាំងតែកប់ចូលក្នុងដីមើលលែងឃើញហើយតើតាហើយចៅនោះអាណាឈួតជាងអាណាហ្នឹងដល់ថាអញ្ចឹងអតិនបកព្រាមភ្ញាក់ព្រឺតហ្មងនិយាយហីហើយចុះអាចៅឯងមិនក៏ចេះម្លេះអាចៅឯងមកពីណាដោយសមហេតុផលអាចៅឯងមកពីណាតាឲ្យខ្ញុំហ្នឹងហើយជាកូនតាឥឡូវនេះខ្ញុំបានទៅសោយស្លាប់ទៅខ្ញុំបានសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកដោយអំណាចដែលខ្ញុំនឹកបរតនត្រ័យទាំង3ពេលដែលឲ្យឯងយកខ្ញុំទៅទុកនៅរៀនក្រោយផ្ទះខ្ញុំតាំងចិត្តនឹកពុទ្ធពធប្រសងដាច់ខ្យល់ទៅខ្ញុំឡើងទៅឋានលើទៅឲ្យអតិនបកព្រាមអត់ជឿអញមិនជឿតែមនុស្សមិនដែលធ្វើបន់សោះគ្រាន់តែនឹកព្រះនឹកពុទ្ធពធប្រសងយកបរតនត្រ័យទាំង3ជាទីពឹងពារលឹកប៉ុណ្ណឹងដាច់ខ្យល់ឡើងឋានសួគ៌អញជឿទេបើឲ្យឯងអត់ជឿឯងសួរព្រះទៅព្រះអង្គនឹងវត្តហើយដល់ថាប៉ុណ្ណឹងទៅកូននេះនិមិត្តខ្លួនអស់ឡើងទៅឋានលើវិញបាត់ទៅអតិនបកព្រាមអត់អស់ចិត្តទៅសួរព្រះអង្គពងគង់ចាំហើយស្រេចទៅដល់ទូសួរផនទេភគវាបបិទ្ធព្រះអង្គនឹងចម្រើនតើមនុស្សដែលមិនដែលធ្វើបន់សោះគ្រាន់តែយកបរតនត្រ័យទាំង3ជាទីពឹងមុនដាច់ខ្យល់ហើយដាច់ខ្យល់ទៅឡើងឋានសួគ៌ដែរទេព្រះអង្គព្រះសម្មាសម្ពុទ្ធមុនីអតិនបកព្រាមអ្នកឯងខែងជួបកូនអ្នកឯងនឹងព្រៃព្រឹកមិញហើយភ្ញាក់ព្រឺតទៀតហីចុះសមណៈគោដំនេះអញមិនទាន់និយាយតែជួបកូនមិនលោកដឹងថាអញជួបកូនហើយដែរហ្នឹងឯងជួបកូនឯងព្រឹកមិញទៅហើយឯងឃើញភ្នែកទៅហើយបើអញ្ចឹងមិនបាច់មកសួរតថាគតទេបានព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្យលធម៌សំដែងធម៌ឲ្យអតិនបបកព្រាមកើតចិត្តជ្រះថ្លាយាយឲ្យចាប់ពីថ្ងៃហ្នឹងទៅទម្លាក់ទិដ្ឋិមានអ្នកលះទៅនៅមច្ឆរិយៈគឺសេចក្តីកំណាញ់ធ្វើបន់សន្តានសន្សំគុណតម្លៃនៃសេចក្តីល្អបានសម្រេចគុណធម៌អង្គគេដែរណែចេះនឹងដោយអំណាចនៃការពិចារណាបើអញ្ចឹងអ្វីដែលអាត្មាលើកឡើងគ្រាន់តែចង់បញ្ជាក់ដាស់សតិញាតិញោមថាបើម៉ែស្លាប់ឪស្លាប់កូនស្លាប់នឹងកុំឲ្យយើងនឹងគ្រប់គ្នាយកពេលវេលាមកយំសោកបោកខ្លួននឹងខ្លាំងពេកយកពេលវេលាទៅគិតរឿងសន្សំសេចក្តីល្អចម្រើនសេចក្តីល្អជូនអ្នកស្លាប់នឹងវិញហើយបើថាស្រឡាញ់អ្នកស្លាប់នឹងខ្លាំងទេយើងរក្សានៅអ្វីដែលជាគោលបំណងរបស់អ្នកស្លាប់នឹងចង់បានឧទាហរណ៍តាម៉ែយើងការគាត់នៅរស់គាត់ចង់ធ្វើអីគាត់ចង់បានស្អីទៅសម្រេចឲ្យបំណងរបស់គាត់ចង់ឲ្យយើងមានសេចក្តីសុខយើងប្រឹងធ្វើខ្លួនយើងឲ្យមានសេចក្តីសុខគាត់ចង់ឃើញកូនរីកចម្រើនបើអញ្ចឹងយើងធ្វើខ្លួនយើងឲ្យរីកចម្រើនគាត់ចង់ឃើញគ្រួសារគាត់ថ្លៃថ្នូរខ្ពង់ខ្ពស់មានកិត្តិយសដងឧត្តមបើអញ្ចឹងយើងធ្វើគ្រួសារយើងឲ្យថ្លៃថ្នូរឲ្យខ្ពង់ខ្ពស់ឲ្យមានកិត្តិយសដងឧត្តមឡើងណែឧទាហរណ៍ថាបើយើងស្រឡាញ់គាត់អ្វីដែលគាត់ចង់បានហ្នឹងគឺយើងប្រឹងធ្វើម៉េចឲ្យសម្រេចនៅអ្វីដែលពុកចង់បានដែលម៉ែចង់បានអាហ្នឹងបានគេហៅថាស្រឡាញ់ប៉ុន្តែបើយើងស្រឡាញ់គ្រាន់តែយំគ្រាន់តែសោកគ្រាន់តែស្ដាយសំណោះអាឡោះអាឡៃអាហ្នឹងមិនឈ្មោះថាស្រឡាញ់ទេអាចាបានព្រះសម្ដែងថាជាការអត់ផលប៉ុន្តែអាត្មាថាអញ្ចឹងញោមហើយចិត្តយើងជាបឋិជនតាំងញោមតាំងអាត្មាកាលញោមអាត្មាស្លាប់អាត្មាយំដូចតែគ្នានឹងស្ដាយដូចតែគ្នាថាឲ្យតែញោមរៀនពិចារណាទៅទេប៉ុន្តែចិត្តជាបឋិជនហ្នឹងដូចលោកគ្រូឪថាមិញអញ្ចឹងលោកឪថាមិញអញ្ចឹងវាប៉ះផ្ទុកមកដោយព្រះព្រះអង្គសម្ដែង
จัดเจียบถอยจนนั่งหักใบโดยจิตสวาโตมนอซอมนอปาริแกะทนังขณะตามเรื่องในจูประสอบนั่งเวลเลือนนะเวลพลักโดกันเลือนนะไปยืงออนเมนสเตจิตีตังเนอมอมยืงแผลจงอบายจะพุ่งแผลยัยเพราะขณะเกยยัยไอปังไตเตอไอเซลใบเซลดอกแมนปนขณะเกยยัยปังไตเตอยัยนั่งนั่งการพิประมาณชนะโมนันเคยโดนจวบไตรซอเราเธอมาไอสมเซลใบไอขังตึงโตไอถอมบ้านมาไดจานสระเหลาอะไรเงี้ยนั่งแผลนรกแผลมาแผลนั่งนะการนาอดเมียนสเตจิตีตังเดามัวไม่เต้ามาเพลทนั่นยัยบอกอาโตสะจัดอาโตสะโมเลยจัดนั่นเป็นเตียงเต้ามาเพลทนั่นนั่งปันดอยยืมเมียนกาปิจานาเมียนทออดสังกัดเมียนสเตจิตีตังเดามัวเวนองไปจัดยืมการปัสสติปามาเจไปเตะสกขะไปการตามหลงดับในองทออะนโมตเนนาสกอลครูนยืงหนึ่งต่อยืงสกอลครูนยืงขมิ้นจีดนาหมดสกอลยืงเตะกราวปีครูนยืงเนาะให้กดขมิ้นแนะนาเอาตำไลครูนยืงกราวปีครูนยืงได้วัดปะทอไปในอสอสักเพียซาตำเลียมตำลอบการเสียเปะระเบียบระบอบการรวมเนื้อระบอบขมายเยอะคือเมียนแหลกกันหน้าหล่อวิสัยเข้าไปเชียดดอตีต่างอ๋อเชียดดอตีจูบนี้เลิกกระไดมาค้างไฮโลเต้จังเนี่ยนั่งบองกระดอยปะโอนกระดอยปันขมายเยอะอ๋อเต้หล่อนะจูบนี้เลิกได้สเปะอย่าเยี่ยมเอาหลุมต้นอย่าเรียบซัวนี้มือตะไคร้เท่านั้นเนาะหล่อนะมาสลังระเบียบระบอบวัดปะทอไปในเชียดซะยืงมวยนี่นะคือหล่อนะไอ้บอเดเต้เวบานmột ca chỉ môi sợi tây không ai dương môi đóเตอร์ซาปรับยืงทวีเมียนสำนักเฉียดนี่เปรียบหักใบโดจีเต้บอกบอสจบปีทานลืมมาจังเวทายจังนะบอกเสียเปะสำเลียมเปะกาขมายยืงนึกเวทาเวียโดยเต้กว่าด่าจ้ะโดยเต้บอกบอสจบปีทานมาจังเวทสบายหนึ่งmột ca chỉ môiขมายยืงมาดองเวทายชีวิตเวียรุ่นเราเมียนใดมาเฉียดนี่หนึ่งพวกระเบียบระบอบยืงนั่นคือหล่อวิสัยเรายืงหายโลกกับปกกาแต่เราเรียนเมียนชีวิตบานบ่อนซอลเติมเราสิกระไดหล่อกรุกยางมาดอลยืงchỉ còn chào pro sấyดอลเลยโลกเคลียร์ปลอดเต้ายืงกับเต้านอมគ្នាចម្រើនទៅនៅសេចក្តីល្អជូនលោកឪពុកយើងដូចគ្នាដូចនាវលិឱកាសគ្រានេះបងណាប្រឹងទាំងអស់គ្នាចម្រើនសេចក្តីល្អបំពេញសេចក្តីល្អរឿយគ្រប់ខណៈចិត្តទៅដើម្បីជាបញ្ញនិធិដល់ប៉ាដល់លោកឪពុកព្រោះពីម៉ោងនេះពេលនេះគណៈនេះតទៅយើងអត់អាចជូនអ្វីក្រៅអំពីចម្រើនសេចក្តីល្អទេជូនបាយទឹកនំចំណីត្រីសាច់របស់របរដែលយើងបំរុងនឹងដាក់ជូនលោកឪពុកពិសានឹងដោយដាក់សែនក្តីដោយជូនផ្ទាល់ក្តីគឺមិនបានទេក្រៅអំពីការចម្រើនទៅនៅសេចក្តីល្អតាមរយៈសង្ឃទានមួយគត់នឹងមានតែសង្ឃតាតក្កណានុបទាននេះមួយគត់ទើបជាបញ្ញនិធិណាអាចសម្រេចផលដល់លោកឪពុករបស់យើងបានអញ្ចឹងយើងប្រឹងចម្រើនសង្ឃទាននឹងរឿយហើយសង្ឃទានហ្នឹងមិនមែនតើយើងមានលទ្ធភាពមានពេលវេលាធ្វើបន់ធំដុំចំណាយអស់រាប់ពាន់រាប់ម៉ឺនដូចថ្ងៃហ្នឹងទេតនេកូនចៅនឹងសៅអាទិត្យតែជែកមួយស្និតបាយមួយស្រាក់មួយចានយកទៅជូនចាស់ព្រឹទ្ធាចារ្យបើគ្មានពេលទៅវត្តជូនតែយាយសិល8សិល10ក្បែរផ្ទះហ្នឹងក៏យើងអាចចម្រើនសេចក្តីល្អហ្នឹងដល់ឪពុករបស់យើងបានដល់លោកឪពុករបស់យើងបាននឹងអញ្ចឹងយើងព្យាយាមចម្រើនទៅនៅគុណធម៌គឺសេចក្តីល្អក្នុងចិត្តនឹងដល់លោកឪពុករបស់យើងគ្រប់គ្នាណាញាតិញោមកូនចៅប្រុសស្រីទាំងអស់គ្នាលះកាត់ពេលវេលាចម្រើនសេចក្តីល្អខ្លះដល់លោកឪពុកដល់ប៉ារបស់យើងការដែលគាត់នៅរស់រានមានជីវិតយើងម្នាក់ការឲ្យរវល់រឿងគ្រួសាររវល់រឿងចិញ្ចឹមជីវិតយើងរៀងខ្លួនដែរម្ល៉េះហើយគ្មានពេលវេលាបានថែរក្សាឪពុកបានដិតដល់នឹងបាយទឹកនំចំណីត្រីសាច់ទឹកក្តៅទឹកត្រជាក់លើកទុកដាក់នឹងសបាច់ដៃសបាច់ជើងក្រៅពីម្ដាយយើងអ្នកថែយើងមិនបាននៅដិតដល់កូនខ្លះទៅនៅឆ្ងាយកូនខ្លះនៅភ្នំពេញអញ្ចឹងយើងមិនបានថែរក្សាគាត់ដោយយកចិត្តទុកដាក់ទាំងអស់គ្នាមិនមានពេលដិតដល់ឥឡូវជាពេលវេលាមួយដែលយើងត្រូវលះកាត់ខ្លះដើម្បីចម្រើនសេចក្តីល្អរឿយដល់លោកឪពុកដល់ប៉ារបស់យើងទាំងអស់គ្នាដើម្បីផ្សាយទៅនៅសេចក្តីល្អជូនលោកឪពុកជូនប៉ារបស់យើងឲ្យលោកចត់តិបរិសន្ធិទៅអនាគតជាតិមួយផ្សេងទៀតឲ្យបានកំណើតមកល្អខ្ពង់ពោះប្រសើរជាងហ្នឹងហើយបញ្ជនវែងជាងហ្នឹងបានជួបជុំពុយពងវងតកោដល់ល្អប្រសើរនៅជាតិមួយផ្សេងទៀតយើងប្រឹងចម្រើនសេចក្តីល្អជូនលោកឪពុកជូនប៉ារបស់យើងទាំងអស់គ្នាតាមរយៈសង្ឃតាតក្កណានុបទានព្រោះមានតែទានមួយហ្នឹងទេទើបសម្រេចផលដល់ញាតិដែលបានចត់តិបរិសន្ធិណាតែជាតិមួយផ្សេងទៀតហើយគឺក្រៅពីសង្ឃទានมันអាចសម្រេចផលទេញោមត្រូវចាំណានឹងទានដតីឯណាដែលធ្វើក្រៅអំពីសង្ឃអំពីអ្នកមានសិលហើយទាននោះអត់អាចសម្រេចផលដល់អ្នកដែលបានផុតរលត់ទៅហើយទេបើអ្នកនៅរស់យើងធ្វើទានផ្សេងដល់អ្នកស្លាប់នោះគឺសង្ឃទានមួយគត់ទើបជាទានសម្រេចផលដល់អ្នកញាតិរបស់យើងនិយាយឲ្យងាយស្រាប់តទាននឹងផ្ញើជាមួយអ្នកមានសិលបដោះជាមួយអ្នកមានសិលទើបសម្រេចផលដល់អ្នកស្លាប់អញ្ចឹងកូនចៅត្រូវ
thế đôi pro hóa nhôm má đôi toàn trong thay mấy à trong tàu lộ âu tịch tiết đó tàu rồi vậy tịch tiết đấy ở đấy cô bị cha là na không sẽ tập than ở sốtประมาณ sẽ tập than ở sốt này ព្រះសម្មាសម្ពុទ្ធបងសំដែងឲ្យយើងណាទាំងក្រហោះទាំងបព្វជិតនឹងរៀនពិចារណានឹងកាយក្នុងកាយវេទនាក្នុងវេទនាធម្មាក្នុងធម្មាចិត្តក្នុងចិត្តមានន័យថាដូចលោកឲ្យលោកបញ្ជាក់អញ្ចឹងលោកបញ្ជាក់ថាម៉េចមិញសតិមានន័យថាម៉េចសតិហ៎សតិមានន័យថាម៉េចសេចក្តីរលឹកមិនអញ្ចឹងហ៎ណាសតិបដ្ឋានឋានអ្នកហ្នឹងទីតាំងអ្វីដែលយើងត្រូវរលឹកបងអ្វីដែលយើងត្រូវរលឹកសោត្រៈហ្នឹងមានន័យថាដោតក្រងចងក្រៀកព្រះមហាសតិបដ្ឋានសោតធម៌ទាំងឡាយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងដោយមានរបៀបរៀបជាដំណាក់តពីមួយភ្ជាប់ទៅមួយឲ្យយើងរៀនពិចារណាទៅលើអីខ្លះមានកាយាសតិបដ្ឋានការរលឹកចំពោះកាយវេទនាសតិបដ្ឋានរលឹកចំពោះការសោយទៅនៅអារម្មណ៍តោមនស្សសោមនស្សបដិខៈថ្នាំងថ្នាក់ជាមួយរឿងដែលយើងជួបប្រសពបាក់ផ្ទុកមកតាមរយៈអាយតនៈខាងក្នុងខាងក្រៅដោយលោកអុបជាណាធម្មានុបស្សនាសតិបដ្ឋានយើងរលឹកចំពោះសភាវៈលើលោកដែលកើតហើយតែងតែរលត់ទៅវិញជាធម្មតាមិនទៀងទាត់កំណត់ពេលវេលាដោយលោកអុបានបញ្ជាក់ចិត្តតានុបស្សនាសតិបដ្ឋានរៀនរលឹកចំពោះចិត្តខំក្រងចិត្តដាស់តឿនចិត្តពីព្រោះចិត្តយើងនេះមិនងាយបកលណាខំក្រងបានទេហើយពេលខ្លះអាត្មាចេះគិតមនុស្សយើងម្នាក់តែចិត្តក្នុងខ្លួនយើងខំក្រងអត់បានផងហើយចេះចង់តែខំក្រងចិត្តអ្នកដទៃហ្នឹងហើយចេះចង់ឲ្យអ្នកដទៃធ្វើឲ្យដូចចិត្តខ្លួនឯងបាទចិត្តខ្លួនឯងនេះខំក្រងតែចិត្តខ្លួនឯងឲ្យដូចចិត្តខ្លួនឯងឲ្យត្រូវចិត្តខ្លួនឯងនេះខំក្រងបានផងបាទហ្នឹងហើយដោយលោកអោលោកនិយាយមិញអាចិត្តយើងហ្នឹងហាក់បីដូចសត្វអីណាដូចសត្វអីដោយសត្វស្វាមិនអញ្ចឹងបាទហើយធម្មជាតិនៃសត្វស្វានេះយាយអើយបាទមិនចេះនៅស្ងៀមអាមិននៅស្ងៀមហ្នឹងហើយបានគេមិនដែលប្រឡែងស្វាហ្នឹងបាទគ្រប់ស្វាចិញ្ចឹមទាំងអស់គឺត្រូវនៅជាប់ច្រវាក់គេអត់ដែលប្រឡែងទេតែប្រឡែងទៅវាណានៅមិនស្ងៀមវាផ្ដាល់ទុកលំបាកផ្ដាល់ភាពណារញ៉េរញ៉ៃណានៅក្នុងផ្ទះហ្នឹងកាយនេះកាយនោះយកនេះយកនោះហ្នឹងគ្រប់យ៉ាងទាំងអស់អញ្ចឹងអាចិត្តយើងហ្នឹងប្រៀបហាក់បីដូចជាស្វាជួនកាលអាចងកជាប់ឯនៅលោតទៀតហ្នឹងចងកចងជើងឲ្យលោតទៅថាកុំឲ្យបាក់លោតចងទាំងដៃចងទាំងជើងទៀតក៏នៅតែអត់ស្ងៀមដែរចងកចងដៃចងជើងអាស្លឹកត្រចៀកនៅញាក់ទៀតឥឡូវចាប់ទាញស្លឹកត្រចៀកទៀតកុំឲ្យវាញាក់ត្រចៀកនៅតែភ្នែកវាវិលទៀតអញ្ចឹងនិយាយទៅគឺអាធម្មជាតិនៃសត្វស្វានេះនៅអត់ស្ងៀមព្រះសម្មាសម្ពុទ្ធព្រះអង្គលោកចាត់តែចិត្តរបស់បឋិជននិយាយចេះកុំឲ្យវាច្រឡំជាមួយចិត្តរបស់ព្រះអរិយបុគ្គលព្រះអរហន្តចិត្តរបស់បឋិជននឹងហាក់បីដូចជាសត្វស្វាគឺវានៅមិនស្ងៀមហើយវាផ្លាស់ប្ដូរគ្នាលឿនគ្រប់ខណៈចិត្តដែលបាក់ផ្ទុកមកនឹងដោយលោកឲ្យនិយាយមិញវេទនានុបស្សនាអាកាយនេះប៉ះទៅរឹងចិត្តទទួលដឹងតែរឹងកាយប៉ះទៅក្តៅចិត្តទទួលដឹងតែក្តៅរះសៈអណ្ដាតភ្លុកទៅឆ្ងាញ់ចិត្តសោមនស្សជាមួយអាឆ្ងាញ់ដែលភ្លុកទៅណារះសៈនេះភ្លុកទៅមិនសូវឆ្ងាញ់ទូមនស្សផ្លែឃើញចិត្តយើងក៏ផ្លាស់ប្ដូរលឿនដែរញោមនឹងលឿនណាម្ដងទូម្ដងសោមនស្សបដិខៈថ្នាក់ជាមួយរឿងដែលយើងជួបប្រសពតាមរយៈអាយតនៈខាងក្នុងខាងក្រៅដែលបាក់ផ្ទុកមកហ្នឹងយើងផ្លាស់ប្ដូរលឿនអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គតែចិត្តយើងហាក់បីដូចជាសត្វស្វាដែលត្រូវតែឃុំក្រងត្រូវតែទូមានចង់ឲ្យស្វានឹងវានៅមួយកន្លែងវាតតែចាប់ចងវាតតែឃុំក្រងវាដាក់នៅក្នុងក្នុងរត់ក្នុងត្រង់ចឹងអាចិត្តយើងហ្នឹងក៏ត្រូវដាក់អង្រុតគឺយកធម្មាយកមកដាក់អង្រុតយកសតិមកដាក់អង្រុតក្នុងចិត្តបរមត្ថព្រះសម្មាសម្ពុទ្ធថាគ្មានស្អីចងចិត្តក្រៅអំពីសតិបាទត្រូវយកសតិមកជាខ្សែចងព្រោះសតិជាខ្សែដ៏រឹងមាំក្នុងចិត្តបរមត្ថព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសតិនឹងជាខ្សែចងដ៏រឹងមាំអញ្ចឹងត្រូវយកសតិនឹងមកដាស់ចិត្តជានិច្ចពីព្រោះអ្វីវាធំនៅលើចិត្តដូចលោកឲ្យនិយាយមិញព្រោះអាកាយយើងនេះតនេចង់លោតទឹកក៏ដោយសារចិត្តនាំទៅលោតអាកាយនឹងចង់លួចគេក៏អាចិត្តនឹងអ្នកនាំកាយទៅលួចអាកាយមកថ្វាយអង្គមព្រះសាពះប្រសងមកស្ដាប់ពធក៏ដោយសារចិត្តនឹងវានាំមកមិនអញ្ចឹងញោមហ៎ចឹងចិត្តនឹងធំកាលណាយើងឃុំក្រងចិត្តបានល្អដាស់តឿនចិត្តបានល្អទូមានចិត្តបានល្អចិត្តតាំងគុតតាំងសខាវហੰចិត្តតាំងតំតាំងសខាវហੰកាលណាទូមានបានល្អឃុំក្រងបានល្អសុខៈកើតសុខកើតហ្នឹងប៉ិនសុខហ្នឹងវាកើតអាស្រ័យចិត្តយើងនឹងប្រកបព្រមដល់នៅបៃតិបាមកជាបស្សទ្ធិវាតើចិត្តនឹងវាស្ងប់ដែរបានសុខនឹងវាកើតប៉ុន្តែបើចិត្តនឹងវាអត់ស្ងប់សុខក៏វាអត់កើតហើយដើម្បីឲ្យចិត្តនឹងវាស្ងប់វាតើយើងមានការហាត់ពុតលត់ដំអប់រំទូមានចិត្តដោយរៀនពិចារណាដោយលោក
លើកឡើងអំពីការពិចារណាចំពោះកាយការពិចារណាចំពោះការទទួលសោយនៅអារម្មណ៍នឹងការពិចារណាចំពោះសភាវៈលើโลกដែលកើតឡើងហើយតែងតែរលត់ទៅវិញជាធម្មតាធម្មមានឧបស្សនាសតិប្បដ្ឋានព្រោះហ្នឹងចឹងញោមគៀងរៀនពិចារណាទៅថ្ងៃហ្នឹងកូនចៅពិចារណាទៅនឹងពិចារណាថាការឃ្លាតលោកប៉ាការឃ្លាតលោកឪពុកវាជាសភាវៈពិតដែលត្រូវតែកើតសត្វលោកទាំងអស់ដូចគ្នាទាំងអស់គ្មានអ្នកណាជួបហើយអត់ព្រាត់ទេហើយក៏គ្មានអ្នកណាកើតមកហើយអត់ចាស់អត់ឈឺអត់ស្លាប់ដែរវាជាសច្ចភាពជាសភាវៈពិតដែលយើងគ្រប់គ្នាកែប្រែអត់បានសូម្បីតែព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលត្រាស់ដឹងនៅអរុត្តសម្មាសម្ពោធិញ្ញាណត្រាស់ដឹងនៅធម៌ហើយក៏នៅតែបរិណិព្វាននៅតែបែកធ្លាយទៅវិញជាធម្មតាអនិច្ចាវតសង្ខារាឧបតវយធម្មិណោបច្ឆេធ្វានិរិច្ឆន្ទតេសង្វូបសមោសកោសង្ខារធម៌ទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងហើយនឹងរលត់ទៅវិញជាធម្មតាអាពាក្យថាជាធម្មតាហ្នឹងមានតែដូចគ្នាទាំងអស់សត្វណាដូចសត្វណាមិនប្រកាន់ចំពោះយកសក្ខណៈទួនាទីថ្ងៃខែឆ្នាំអាយុវែងខ្លីមានក្រល្អអាក្រក់សខ្មៅខ្លៅបណ្ឌិតអត់ទេកាលណាយោងយកកំណើតកើតមកក្នុងលោកសន្និវាសនេះតើកាលណាមានជាតិអ្នកត្រូវតែទទួលជារាកាលណាមានជារាអ្នកត្រូវទទួលជាធិកាលណាមានជាធិអ្នកត្រូវទទួលមរណៈគឺការឃ្លាតព្រាត់ចាកសត្វនិងសង្ខារមនុស្សជាទីស្រឡាញ់នឹងរបស់ជាទីឃុំក្រងដែលយើងធ្លាប់មានណាហើយតែឃ្លាតព្រាត់ទៅហើយអ្វីដែលទៅជាមួយមានតែពីរទេបញ្ញាំងមតតាំងបាបាំងមតតាំងនេះសតិត្រូវលឹកដល់ហ្នឹងទៀតអាឃ្លាតហ្នឹងវាឃ្លាតដែរប៉ុន្តែឃ្លាតទៅជាមួយស្អីសតិរលឹកផ្លែតអូទៅមានតែពីរនាក់ទេគឺបនមួយបាបមួយបញ្ញាំងមតតាំងមានតែមិត្តគឺបនទេទៅជាមួយបាប៉ាំងមិត្តតាំងមានតែមិត្តបាបទេទៅជាមួយកាលណានៅរស់រៀនមានជីវិតខ្សែគប់មិត្តបាបបាបទៅជាមួយកាលណានៅរស់ខ្សែគប់មិត្តបនទៅជាមួយដោយអាត្មាធ្លាប់បញ្ជាក់ញាតិញោមធ្លាប់ស្ដាប់ណាមិត្តបនមានប្រមាណមិត្តយាយមិត្តបនណាហាមានប្រមាណមិត្តបនមើលមិត្តបនមានប្រមាណមិត្តញោមចាដូចតំទេថ្ងៃមុននេះអីអត់ទេនឹងយើងទេថ្ងៃមុននៅខែរោងអ្នកណាគេញោមគៀងបើផ្ទះគេបងមកផ្លេចទៅផ្ទះចិត្តហ្នឹងមិត្តបនមាន10មិត្តណាញោមបងណាឲ្យចាំមិត្តបនបន្តិចយើងចង់ខ្សែគប់មិត្តបនបើអត់ដឹងមិត្តបនមានមិត្តអីខ្លះមិត្តបនមាន10មិត្តដែលព្រះសម្ដែងថាបញ្ញកិរិយាវត្ថុជាទីតាំងនាំឲ្យកើតបុណ្យឬកលែងនាំឲ្យកើតបុណ្យហ្នឹងទី1គេហៅថាទានមយៈមិត្តទី1គឺមិត្តទានមិត្តទី2គេហៅថាសីលមយៈគឺមិត្តទី2គឺយើងរក្សាសិលណាមិត្តទី3គឺភាវនាមយៈមិត្តទី3គឺការចម្រើននិយាយឲ្យងាយស្ដាប់ទានមយៈសីលមយៈភាវនាមយៈអបជាយនមយៈវេយវចមយៈបតិទានមយៈបតានមោទនីមយៈធម្មទេសនាមយៈធម្មវសវណ្ណមយៈទិដ្ឋុជុកម្មអាមិត្ត10ហ្នឹងជាមិត្តបនជាកលែងនាំឲ្យកើតបនអញ្ចឹងខ្សែគប់អាមិត្ត10ហ្នឹងទៅហើយលះបង់មិត្តបាបធំ3ចេញមិត្តបាបទី1អកុសលមូលទី1គឺមិត្តលោភៈហ្នឹងហើយលះចោលអាមិត្តលោភៈហ្នឹងហើយមិត្តទី2គឺអាមិត្តទោសៈលះចោលទៀតអាមិត្តទោសៈហ្នឹងហើយមិត្តទី3គឺមិត្តមោហៈវង្វេងអត់ស្គាល់ម៉ែស្គាល់ឪមិនដឹងខុសដឹងត្រូវដឹងគុណដឹងទោសដឹងល្អដឹងអាក្រក់ដឹងសដឹងខ្មៅដឹងបនដឹងបាបលះអាមោហៈអវិជ្ជានឹងចោលទៀតលះអាមិត្តមិច្ឆាទិដ្ឋិចោលទៀតយកតែសមាទិដ្ឋិសាសតទិដ្ឋិអុច្ឆេតទិដ្ឋិមិច្ឆាទិដ្ឋិលះចោលដោយមានសតិជាទីតាំងនៅមមមានបញ្ញាជាគ្រឿងដឹកមុខនាំយើងទៅរកផ្លូវដែលដល់នៅសេចក្តីសុខនិងសេចក្តីចម្រើនទាំងលោកីយសុខនិងលោកកតរសុខទាំងបច្ចុប្បន្ននេះនិងបរៈលោកខាងមុខបាទទីដល់លោកឪទេសធរអញ្ចឹងហើយអាត្មាទៅទេសអញ្ចឹងដែរបងដល់អញ្ចឹងទៅមុខជួអស់មិនដឹងស្ដាប់ថាម៉េចអញ្ចឹងយើងរៀនពិចារណាណារៀនពិចារណានឹងលោកឪឲ្យយើងរៀនពិចារណាកូនចៅស្ដាប់មិញហ្នឹងឲ្យរៀនពិចារណាធម៌មានឧបស្សនាសតិប្បដ្ឋានពិចារណាថាសភាវៈលើโลกនេះកើតឡើងហើយនឹងរលត់ទៅវិញជាធម្មតាមិនកំណត់ណាជាតិប្រកូលមិនកំណត់ពេលវេលាមិនកំណត់ថ្ងៃខែឆ្នាំដូចញោមប្រុសលីលៀងស្រេងជាប្រធានបើគិតពីអាយុខៃគាត់អត់ទាន់ដល់ពេលទេអាយុខៃបើគិតពីអាយុមនុស្សបច្ចុប្បន្ននេះគឺអាយុ70នៅ70បើគាត់តែមក60ជាងហេតុអីបានព្រាត់ហើយយើងគ្រប់គ្នាជាកូនចៅនឹងមិនគិតថាលោកឪពុកត្រូវព្រាត់ក្នុងពេលហ្នឹងទេយើងគិតថាឪពុកយើងនៅរហូតដល់8ដល់9នោះព្រោះជីដូនរបស់យើងឥឡូវ79ហើយគាត់អត់មានទៅណាផងអញ្ចឹងឪពុកខ្ញុំកូនមកដែរជីដូនខ្ញុំដែរប្រហែល9ជាង100ជាងនោះនឹងចិត្តយើងណាប៉ុន្តែសេចក្តីស្លាប់ហ្នឹងសភាវៈដែលវាកើតហើយរលត់ទៅវិញហ្នឹងមានអ្នកកំណត់យើងអត់អាចកំណត់បានទេអត់មានកំណត់តាមពូជអត់មានកំណត់តាមវងត្រកូលទេត្រង់ហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងយកសតិមកជាទីតាំងមមជាគ្រឿងដាស់ខ្លួនយើងជានិច្ចថាសេចក្តីស្លាប់គឺការនិរិះចាកព្រាត់សត្វនិងសង្ខារនឹងអត់ទៀងបើអញ្ចឹងអ្វីដែលទៀងគឺ
យើងត្រូវខំប្រឹងចម្រើនទៅនគុណធម៌គឺសេចក្តីល្អក្នុងចិត្តហ្នឹងអ្វីដែលទៀងគឺស្លាប់វាទៀងប៉ុន្តែអ្វីដែលមិនទៀងគឺពេលវេលានឹងពេលដែលយើងត្រូវឃ្លាតព្រាត់វាអត់ទៀងសោះអត់កំណត់សោះអាត្រង់ដែលមិនទៀងហ្នឹងហើយដែលយើងត្រូវគួរខំប្រឹងចម្រើនសេចក្តីល្អគ្រប់គណៈចិត្តហ្នឹងព្រោះវាអត់ដឹងថាដើរក្នុងគណៈណាអាសាសៈបសាសៈហ្នឹងវារលត់ក្នុងគណៈណាយើងក៏អត់ដឹងចឹងមានតែយើងព្យាយាមក្នុងការចម្រើនទៅនគុណធម៌គឺសេចក្តីល្អក្នុងចិត្តហ្នឹងគ្រប់គណៈចិត្តនឹងចម្រើនសេចក្តីល្អហ្នឹងគ្រប់គណៈចិត្តសតបដ្ឋានសូត្រនឹងរលឹករឿយធម៌ដែលយើងត្រូវរលឹករឿយចំណិចជាការហ្នឹងយាយបងអាធម៌ហ្នឹងធម៌ប្រចាំខ្លួនយើងឯងដែលយើងត្រូវរលឹកគ្រប់ពេលពេលបាយក៏ត្រូវរលឹកពេលសម្រានក៏ត្រូវរលឹកពេលដើរក៏ត្រូវរលឹកជានិច្ចជាពិសេសសាមញ្ញលក្ខណៈធម៌ទាំង3នេះអានិច្ចំទុក្ខអនត្តានឹងត្រូវរលឹករឿយកាលណាចិត្តយើងរលឹករឿយវានាំឲ្យយើងកើតណាហិរិអោតបៈមនុស្សកាលណាមានការពិចារណាចំពោះសាមញ្ញលក្ខណៈធម៌គឺបុគ្គលនឹងខ្លាចបាបខ្មាស់បាបខ្ពើមបាបអត់ហ៊ានប្រព្រឹត្តសេចក្តីអាក្រក់ទេព្រោះពិចារណាថាវាអត់ទៀងក្នុងដំណើរជីវិតនឹងវាអត់ពេតមានទៀងហើយវាអត់វែងហ្នឹងមិនដឹងតែផុតរលត់ទៅពេលណាអញ្ចឹងពេលដែលផុតរលត់ទៅមានតែតោងទៅនៅសេចក្តីល្អអញ្ចឹងយើងម្នាក់ខ្លាចបាបខំប្រឹងចម្រើនទៅនគុណធម៌គឺសេចក្តីល្អក្នុងចិត្តអញ្ចឹងប្រឹងពិចារណាណាកូនចៅប្រុសស្រីទាំងអស់ប្រឹងចម្រើនសេចក្តីល្អហើយកូនចៅប្រុសស្រីទាំងអស់ពិចារណាអញ្ចឹងណលោកឪពុកនឹងមិនថាតែលោកឪពុករបស់យើងទេលោកអ្នកទេសនាអាត្មាគ្រប់ព្រះអង្គលោកឪឯដូចគ្នាហើយលោកឪនេះក្មេងមែនក្មេងឡើងលោកថាបួសអាយុ78ដល់បួសបាន5ឆ្នាំឡើងមកនៅសល់73បងណានឹងដល់ក្មេងមែនទេនោះលេងរាប់អាយុថយក្រោយវិញយេតាមពិត78បួស5ឆ្នាំឡើង83ប៉ុន្តែមិនឡើង83ក៏ទៅ73វិញហ្នឹងហើយជំនាន់លោកបួសជំនាន់មុនហ្នឹងជំនាន់ញោមប្រុសអាត្មាដែរញោមប្រុសអាត្មាណាពោតចាប់សឹកដូចគ្នាហើយញោមប្រុសអាត្មាចៅអធិការវត្តមឿងចាជំនាន់គាត់បួសហ្នឹងណាហើយឡើងចៅអធិការមិនទាន់បានមកភាសាពោតទៅចូលឡងពោតចូលទៅគេចាប់សឹកគាត់មាននៅនិស័យចង់សឹកអីញោមពូជអាត្មាហ្នឹងពូជអ្នកបួសតាក៏បួសឪក៏បួសបងក៏បួសអាត្មាក៏បួសហ្នឹងពូជអ្នកបួសហើយបួសតាំងពីក្មេងនិយាយតាំងពី2 10 3 10ឥឡូវចិត្ត40ដល់ហើយណោះយើងនិយាយរឿងយើងនេះអញ្ចឹងរៀនពិចារណាថាសភាវៈលើโลกនេះមិនទៀងមិនមែនមិនទៀងតែឪពុកយើងទេនឹងយើងរៀនកាត់សេចក្តីទុកនឹងអញ្ចឹងណាញោមគៀងរៀនពិចារណាអញ្ចឹងថាមិនមែនតែស្វាមីយើងទេដៃគុណពងទេសនាហ្នឹងក៏អត់ទៀងដែរជួនកាលពងទេសទេដាច់ចោលផឹងលើក្រែហ្នឹងក៏ថាបានហើយអត់មានកំណត់តែចាស់ទេសេចក្តីស្លាប់នេះដូចថ្មនិយាយអញ្ចឹងអត់មានកំណត់វ័យអត់មានកំណត់ជាតិត្រកូលអត់មានកំណត់លើអ្វីទាំងអស់អញ្ចឹងបានព្រះសម្ដែងឲ្យយើងរៀនពិចារណាចំពោះខ្លួនយើងថាកុំឲ្យអួតណានឹងកុំឲ្យស្វឹងណាវេយមតោធនមតោអារោគ្យមតោដោយស្វឹងថាខ្លួនអញអត់ដែលមានរោគស្អញបែបអត់តាន់ងាប់ទេអញអត់ដែលឈឺផងដៃគុណតាន់ចូលវត្តទេនឹងវេយមតោដៃគុណណាកណាទៅមហា2ទេរួមតាន់ចាស់ទេចាំមើល85អីទៅចាំចូលវត្តហ្នឹងមិនតាន់ស្លាប់ទេធនមតោអេដៃគុណកណាអុកញ៉ាឯយដំទៅណាជិះ500ចិត្តបែបមិនតាន់ដៃចោលទេអាជិះ500ចិត្តទេតើអ្នកជិះម៉ូតូដុបបាក់ដៃចោលអត់ទេយាយសេចក្តីស្លាប់នេះអត់មានប្រកាន់500ចិត្តទេសេចក្តីស្លាប់នេះអត់មានប្រកាន់លើយសសតនៈតួនាទីទេសេចក្តីស្លាប់នេះអត់មានប្រកាន់វ័យទេសេចក្តីស្លាប់នេះអត់មានប្រកាន់ថាអត់រោគទេអាអ្នកអួតថាអត់រោគណាបើថាដៃចោលមុនគេមកបាទអាត្មាឃើញច្រើនណាអ្នកឈឺទៅតក់នោះអត់ទៅដាច់ចោលវិញណាហើយបើអាអ្នកអត់ឈឺនឹងដល់ទៅមកអញ្ចឹងអត់ទៀងទេយាយអត់ទៀងទេនឹងគ្មានអ្វីដែលទៀងតបទេដូចអាត្មានិយាយអញ្ចឹងអាទៀងគឺសេចក្តីស្លាប់ប៉ុន្តែសេចក្តីស្លាប់វាអត់ទៀងពេលវេលាថ្ងៃខែឆ្នាំដែលត្រូវព្រាត់អញ្ចឹងដល់យើងខំប្រឹងចម្រើនសេចក្តីល្អសន្សំគុណធម៌ក្នុងចិត្តទាំងអស់គ្នាឲ្យរៀនលះកាត់ទៅនៅសេចក្តីទុក្ខដែលវាមានណាមកយល់ពីអារម្មណ៍របស់ភរិយារបស់កូនចៅណនឹករលឹកលោកឪពុកជីតាស្វាមីដែលឃ្លាតព្រាត់ទៅប៉ុន្តែយើងរៀនពិចារណានឹងលះកាត់ទៅនៅសេចក្តីអាល័យនឹងខ្លះណាកាលណាយើងធ្វើចិត្តយើងឲ្យជាប់ជាពាក់ច្រើនសៅមងក៏ច្រើនហើយអាសៅមងនឹងហើយវាជាទូអកុសលនឹងហើយវាជាហេតុញ៉ាំងយើងឲ្យធ្លាក់ចុះណាទៅនៅក្នុងទីកន្លែងមិនល្អណាដោយមិនដឹងខ្លួនអញ្ចឹងណោះហើយវាពិបាកណាដូចដុតកាយដុតចិត្តយើងនឹងឲ្យដល់នៅសេចក្តីទុក្ខវេទនាដែលយើងកើតមានតែមួយពេលហើយយើងដុតខ្លួនយើងរហូតអស់ពេញមួយជីវិតមិនកើតទេដល់យើងអ្នកយល់ធម៌ត្រូវទទួលយកការពិតនៃជីវិតនិងបញ្ហាដែលវាកើតនិយាយមួយម៉ាត់ដោយខ្លីមនុស្សយើងឲ្យទៅទទួលព្រមនៅបញ្ហាដែលវាកើតហើយអានឹងសុខបើច្រើនណាស់មិនព្រមទទួលអត់ព្រមទទួលអត់ព្រមទទួលហ្នឹងហើយដែលវាកើតទុកឧទាហរណ៍អ្នកខ្លះកូនស្លាប់ទៅចិត្តតែអង្គុយយំតែមិនគួរណាកូនខ្ញុំអាយុខ្លីចឹងមិនគួរណាកូនខ្ញុំអាយុខ្លីចឹងមិនគួរណានៅតែមិនគួរណាហ្នឹងវានៅតែកើតទុកប៉ុន្តែយើងរៀនពិចារណាថាអានេះវាជាសភាវៈពិត
dương có chăng kia có chăng côn dương có chăng côn kia có chăng mẹ nào slap bị không nhưng ta côn dương ná mẹ slap bị không ta bốc dương vào đây dương người na ọt thế nâng cua xa kia cả đôi cua xa dương nè làm toàn khơi và lư thằng ngày bóng quên ta bánh bạc đó nè nè đôi dương riêng tờ tua prom do bài nhà hà đây về cao nâng tờ tua squall đấu sập hiu và thò nắng mà lại xòm dương ọt sau đòn prom nơi dịch này tốc khlang tê tốc của vị tình yêu ploi chặt bỏ dương có mình sâu cao làng khlang nâng nâng chăng dương riêng bị cha na chăng ạ bỏ lâu vòng quay mà đường cam thi dương ở đây mình ta tập kênh tao là âu ta ọt tế à thằng má tế ha chẳng bỏ nâng mặt tế đó cho bà trong phải chạy con cháu pro say tôi bay dương dung sao sai sẵn nó là lại lô một bục nè ọt hồ bài hộp ta có chưa ca ọt phol tờ tê nâng pre lúc sầm đai ta trắng ná hệ ra nhiên là cái giang này tao tên đây để dê để pay ta ca là cả ta hằng á pre sầm đai ta nè slap ta hai dương đầu ruộng nó tròn dung sao sắc xuôi uol ác sai sẵn nó là lau mấy lại mấy coi chỉ ca ọt phol tê à quay để miền phol lúc cứ dương không prăng thưa bon sẵn xong sẽ đây lọ chun lô của bốc bao dương và miễn đó mẹ ta sẽ may dương đây thế để dùng sai mai sai âu coi pe slap dùng sai câu nó sẽ may prek miễn nó bọn lơ đô đây được xong bàn từ sau ta một bạn để say chỉ đặt là riêng luôn tầng nè đấy rồi phật trả tộc miền sọc hiệp lọ tầng nè hai prong phải giáp tầng nè cà phê bàn của sau ta một bạn say chỉ đặt là riêng luôn tầng nè xong sọc chấm ra tầng nè nhóm nát xong ăn được một tầng nè Rika thơ tiền thơ ban chỉ biến chiên từ sùa sọc thơ ban chỉ tuân tục từ triệt mục cá nông sầm bọc sầm bát phô cật tròn tiền miền ong bay pro sa cạc cày ao phò cua cọp tí môi tây dệt thò sầm cua đòn tròn tì pi nộp chọp nâng chặt chẹt thà tì bay nẹt từ tua tây dệt thò nộp naประกอบដោយគុណទៅញ៉ាំងផល្លាអានិសង្ឃ5ប្រការថ្លៃថ្លាកន្លងយើងអ្នកបានធ្វើបុណ្យឲ្យទានពិតជាមានភ័ព្វប្រៀបដូចនាំទ្រព្យចេញពីផ្ទះភ្លើងឆេះទោះផ្ទះខ្ទេចអស់គង់សល់ចំណេះសល់ទ្រព្យពិសេសសម្រាប់ផ្លូវឆ្ងាយមានកាយទុកធ្វើតែរឿងល្អមានវជ័យទុកពោលតែពាក្យសមានត្រជាល្អទុកស្ដាប់តែធម៌របស់ព្រះសម្ពុទ្ធសូមអនុមោទនាព្រះពុទ្ធជាទីពឹងជាពុំនឹងសពសត្វតាព្រះអង្គកាលប្រាថ្នាធ្វើកសាងអស់កាលយូររាប់ដោយកោតកັບបាច្រើនកិននាជាសាបញ្ញោត្រាស់ជាគ្រូលើភពឋានធ្វើកម្មជាកំរសត្វនេះក៏ត្រាប់ពុំបានតោកយ៉ាលំបាងប្រានបង្គំថ្វាត់ព្រះពុទ្ធករណាសត្វដូចជាទេពឹងសពកាលសត្វតែងកើតស្លាប់បងព្រោះចំណងកម្មជាគោលប្រពៃពិតវិសេសសុតនោះអនាគតបងនៅអវិជ្ជាគឺបណ្ដាញកិលេសហើយព្រះសង្ឃអង្គសាវកមានសវរៈសត្យត្រង់គឺសមាធិបញ្ញានិងវេមតេញាណកិលេសគ្មានក្នុងអាត្មាជាបញ្ញកេតាជនត្រូវការជាកុសលខ្ញុំសូមអញ្ជើញរស័យដល់ព្រះរិយបុគ្គលសុពលជាមង្គលដល់សពសត្វយោនរយជនឯណាក៏បញ្ញាត្រាស់ក្តីខ្ជិលឧស្សាហ៍សង្ទានសិលសូត្ររំលឹក
8 បទនៃកំណត់ឈ្មោះពុទ្ធជ័យខំសូត្រសពសំថ្ងៃកើតមង្គលជានិរន្តផ្សេងផងនឹកដល់តកសែមសានគឺនិព្វានសុខកន្លងលែងទុកទាំង4កងដោយពុទ្ធជ័យមង្គលនេះរូបកាយទាំងឡាយនៃពុស័តនៅវិបត្តិមិនសុខទីអ្នកកាយទាំងចិត្តចេតសកក៏អត់ណាស្បាយខណ្ឌ5នេះហើយក៏ដូចគ្នាទងខ្លាំងប្រព្រឹត្តទៅតាមកាយខ្លាំងសាយទៅតាមមនោទ្វេទទួលយកទុកទៅទុំទីវេទនាក៏សោយតាមអារម្មណ៍សញ្ញាសង្ខារនឹងវិញទទួលសោយបានដោយនិយមក្រេបយកក្តីទុកក្តៅងំទាំងតូចទាំងធំមិនសល់ខានទុងនេះឈ្មោះដើមមានដំកសัตว์ផងកន្លងឆ្លងមិនបានលោកបីជាមុំដូចជើងក្រានត្រទុងអត់ខ្សានខានពេលណាធေါ်ដែរធ្វើសัตว์ឲ្យការទុំអនសុំសំបាយកាយចិនដាធေါ်នោះមានឈ្មោះអានន្តាប្រែថាមិនមែនខ្លួនសងឡើយសូមអនុមោទនាទេបុផាជាទេវតាជាព្រះព្រំកាចេពីផ្កាបទុមឈុកឧត្តមប្រសាក្រៃមានក្លិនមានកែសរុកស្អាតល្អប្រសាក្រៃកើតក្នុងវាលជលស័យជានិស័យបនខំសាងព្រានោសង្ហំបតៃព្រំជាអីសូលោកាចូលកលព្រះសង្ឃស្ដាលើកហាត់ថាសេរោរៀបហើយពលពីងទូលថាសូមព្រះករណាស្ដាញ់ទ្រង់ជ្រាបត្បិតសัตว์អន្តនទៀបទុងពលភាពបាបក្រៃក្រាំងទន្ទឹងព្រះធម៌ថ្លៃជានិស័យបញ្ចៃច្បាស់អីលើត្រង់បានត្រាំងត្រេកអរណាស់ពុំកន់តើសាច់ខ្លាំងក្រាស់ដោយការមិនយល់តាមត្រៃឡើងឡើយអីលើយល់ខ្លាំងហើយដោយអំណាច
ព្រះមានបុណ្យបើបានស្ដាប់ទេសនាបញ្ញាខ្លាំងលើមុនសូព្រះដ៏មានបុណ្យទ្រង់នេះមុនប្រទេសនាសូមអនុមោទនា សូមអនុមោទនាឧទាហរណ៍ដូចយាយវិសាខាដូចធម្មកាបាសកអញ្ចឹងណាញោមឃើញយាយវិសាខាស្លាប់ទៅចិត្ត 3000 ឆ្នាំប៉ុន្តែអាសេចក្តីល្អរបស់គាត់ហ្នឹងដកជាប់ក្នុងចិត្តយើងគ្រប់គ្នាហ្នឹងមិនមែនតែអ្នកព្រៃវែងទេអ្នកខេត្តណាក៏ដោយឲ្យតែធ្វើបុណ្យដុតធូបប្រាថ្នាអូព្រះអង្គហើយខ្ញុំសូមកើតជាតិណាសូមឲ្យបានល្អដូចយាយវិសាខាហើយបើអាចារ្យគេឲ្យពរថាសូមឲ្យយាយអាយុ120រូបស្អាតដូចយាយវិសាខាសាធូបអាចារ្យអញថែម10000ទៀតអាចារ្យហ្នឹងចង់ឲ្យដូចយាយវិសាខាទាំងដែលមិនដែលឃើញមុខយាយវិសាខាសោះមិនដឹងថាមុខគាត់នឹងអាម៉េចច្រមុះគាត់នឹងអាម៉េចស្បែកគាត់នឹងអាម៉េចទេប៉ាន់លឺតែឈ្មោះយាយវិសាខាថែមលុយឲ្យអាចារ្យ10000ទៀតហ្នឹងឲ្យបានដូចយាយវិសាខាញោមឃើញទេហេតុអីបានចង់បានដូចគាត់មកពីម្នាក់ពោលទៅសើអំពីគុណរបស់គាត់ពីសេចក្តីល្អរបស់គាត់និងទាំងរូបសម្បត្តិរបស់គាត់ជាស្ត្រីបកព្រមដោយបញ្ញពិតកល្យាណីស្ត្រីដែលមានលក្ខណៈលំអ5ហើយដល់វាលឺតកូនតចៅអញ្ចឹងម្នាក់ចេះចង់ដូចគាត់ហើយញោមឃើញទេហើយរូបគាត់មាននៅក្បែរយើងណាមិនអញ្ចឹងរូបគាត់នឹងទៅជាធាតុ4បតវ័យអបោទេជួទៅចដីទឹកភ្លើងខ្យល់អស់3000ឆ្នាំហើយនឹងចិត្ត3000ឆ្នាំហើយ2566ឆ្នាំហើយប៉ុន្តែនៅអាគេឈ្មោះនឹងតម្លៃនៃសេចក្តីល្អរបស់គាត់នឹងនៅយកមកដកជាប់ក្នុងបេះដូងយើងគ្រប់គ្នានេះជាបរិស័ទទាំងកុហកទាំងបព្វជិតហើយដោយតាផងនឹងសូមឲ្យមានបញ្ញាដោយព្រះមហោសតចាក់ធ្លុះមុខមុតដោយព្រះមហាមោគលានមានរិទ្ធអំណាចដោយព្រះនិកសែនអីចេះប្រាថ្នាដោយឈ្មោះទាំងអស់ហ្នឹងយើងប្រាថ្នាដោយព្រះមហាមោគលានដោយព្រះសរិបុត្រមានបញ្ញាដោយព្រះសរិបុត្រអីយើងចេះប្រាថ្នាប៉ិនយើងអត់ដែលឃើញមុខសោះមិនបានយើងប្រាថ្នាដោយឈ្មោះអស់ហ្នឹងថាមកពីឈ្មោះហ្នឹងហើយជាអ្នកដែលដើរជាគំរូសម្រាប់យើងគ្រប់គ្នាការដែលលោកនៅបច្ចុប្បន្នលោកបានប្រព្រឹត្តទៅក្នុងផ្លូវដែលល្អប្រសើរដល់អញ្ចឹងអាសេចក្តីល្អរបស់លោកនឹងឯងវាដកជាប់ក្នុងបេះដូងយើងតកូនតចៅហើយមិនមែនត្រឹមតែជំនាន់យើងទេទៅដល់កូនយើងក្រោយទៀតក៏នៅតែសរសើរពីឈ្មោះអស់ហ្នឹងដែរចឹងហើយបានមកចេះដាក់សតិញាតិញោមថាពេលយើងនៅរស់គប្បីចម្រើនសេចក្តីល្អឲ្យដកជាប់ក្នុងបេះដូងគេចឹងដូចស្ត្រីដែលមានតម្លៃចូលមេរៀនជីវិតយើងយើងណស្រឡាញ់ជាតិកំណើតជាមនុស្សហ៎ញោមស្រឡាញ់ទេកំណើតដែលយើងបានមកមនុស្សនេះយើងស្រឡាញ់ទេបើស្រឡាញ់ជាតិកំណើតជាមនុស្សត្រូវស្រឡាញ់បុណ្យកុសលដូចគ្នាកុំស្រឡាញ់បាបគាត់បីនាំគ្នាស្រឡាញ់ជាតិកំណើតជាមនុស្សគាត់បីខ្សែគប់តាធរណាធរមនុស្សបានណាស្រាប់តនលោកអីយើងហ្នឹងនាំគ្នាខ្សែគប់ធរមនុស្សកុំខ្សែគប់ធរតិរិឆាយើងឃើញថាមានប្រមាណតិចប៉ុន្តែបើចិត្តយើងជ្រះថ្លាមិនមែនតិចទេឧបមាដូចយាយយកតែលហុងមួយផ្លែទៅប្រគេនលោកឯប៉ុន្តែពេលបេះលហុងសบายចិត្តថានឹកឃើញតែបែបលោកឆាន់បានសบายចិត្តនឹងធ្វើបន់នឹងបេះលហុងនឹងបានបន់មួយសាពេលហ្នឹងគ្រាន់តែពុះខ្វោកឃើញលហុងក្រហមបែបលោកឆាន់ឆ្ងាញ់គ្រាន់តែនឹកប៉ុណ្ណឹងបន់បានម្ដងទៀតដើរគិតតែអញយកទៅធម្មជាតិចឹងបែបលោកឲ្យចូលចិត្តបានបន់តាំងពីបេះលហុងរហូតដល់វត្តប្រគេនលោកកាយឆាន់ឃើញលោកឆាន់បានឯងលេបទាំងមាត់អត់តាន់បានឯម៉ាត់ហ្នឹងសบายចិត្តនឹងបន់បានច្រើនទៀតដល់លោកឆាន់ឲ្យលោកឲ្យពោកន្លះម៉ោងទៅសบายចិត្តនឹងលោកឲ្យពោយូរហ្នឹងបានបន់ទៀតដើរមកផ្ទះវិញនឹកឃើញសบายចិត្តពេលណាបន់បានពេលហ្នឹងលហុងមួយផ្លែនិយាយពីបានបន់យកមិនអស់តែបើសិនជាយើងធ្វើដោយមិនមានចិត្តជ្រះថ្លាបៃតិសមនោរីរាយធ្វើទាំងតែមិនយល់អានឹងទុកបីចំណាយអស់រាប់លានក៏អត់សូវបានបន់ដែរដូចធ្វើបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាអនុមោទនាដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រពអំពីនាយបច្ចឃាតគាត់ហ្នឹងនាយគេហៅថានាយបច្ចឃាតទេគេមិនហៅឈ្មោះគាត់ថាតាមភៈចោរៈឃាតកៈទេគេមិនហៅឈ្មោះពេញរបស់គាត់ទេគេហៅថានាយបច្ចឃាតនឹងឯងនាយបច្ចឃាតនឹងឯងគាត់ជាអ្នកប្រហារជីវិតអ្នកទោសនៅវាំងព្រោះវាំងមាននាយបច្ចឃាតនឹងសម្រាប់ប្រហារអ្នកដែលមានទោសធ្ងន់ណាទោសអក្រិតណាហើយដល់អញ្ចឹងមួយថ្ងៃគេកាត់ក្តី3នាក់4នាក់អីគាត់កាត់តែក្បាលគេរាល់ថ្ងៃអញ្ចឹងហើយគាត់នឹងមើលទៅគួរឲ្យខ្លាចណាញោមក្នុងកាពីគេបញ្ជាក់ថាមុខគាត់នឹងធំតម្រាំងហើយខ្មៅមៀតកាអាញនឹងសាច់ដុំគាត់ថាសាច់ដៃគាត់ធំជាងផ្លូវអាត្មាទៀតនោះហើយខ្សែតៃក្រហមចងដៃសងខាងហ្នឹងហើយឆ្នោតក្បាលចងកសែងក្រហមហើយអានចៅរបស់គាត់ហើយពុកមាត់របស់គាត់ពណ៌ក្រហមខុសពីមនុស្សធម្មតាហើយមានមុខមានមាត់នឹងគួរឲ្យខ្លាចតែមកនាយបច្ចឃាតហ្នឹងឯងគ្រាន់តែឧបមាតែបើគ្រាន់តែឃើញគាត់ចង់ងាប់មកមិនបាច់ដាក់ក្បាត់ពីលើកណាវាគួរឲ្យខ្លាចណានឹងក្នុងកាពីគេបញ្ជាក់ថាមុខគាត់នឹងគ្រាន់តែឃើញគួរឲ្យខ្លាចតក់ស្លុតហើយគាត់នឹងមួយថ្ងៃកាត់តែក្បាលគេទេ
3 អ្នក 4 អ្នក 3 អ្នក 4 អ្នក 3 អ្នក 4 អ្នកបើថ្ងៃខ្លះអ្នកទោសច្រើនដូចចៅមកក្រុមគ្នា10អ្នកអីមួយថ្ងៃហ្នឹងកាត់10អ្នកមកហ្នឹងហើយដល់អញ្ចឹងទៅស្រាប់តែពេលដែលគាត់ចាស់ទៅពេលដែលចាស់ជារាអាកម្លាំងហ្នឹងវាត្រុតត្រោមណាដល់អញ្ចឹងទៅថ្វាយបង្គំសុំលាតំណែងហ្នឹងពីព្រះមហាក្សត្របបិទ្ធមហារាជទូបង្គំណោចាស់ហើយឥឡូវសុំលាលែងតំណែងហ្នឹងប៉តំណែងហ្នឹងដូចឲ្យលុយ500លានទៀតក៏ដូចអត់មានអាណាចង់ទៅធ្វើដែរអានេះសម្រាប់ចិត្តអាត្មាទេឲ្យលុយឯងដេកលើមាសលើពេជ្រទៀតក៏អត់ទៅធ្វើដែរតំណែងនេះនោះចឹងណក្រែងលោអ្នកណាស្ម័គ្រចិត្តចង់ទៅធ្វើអីប៉ុន្តែបើសម្រាប់អាត្មាឲ្យលុយឲ្យមាសឲ្យពេជ្រពេញមួយវត្តនឹងទៀតក៏អត់ទៅធ្វើតំណែងនឹងដែរប៉ុន្តែគេដូចនិស័យគេខាងហ្នឹងយាយដល់អញ្ចឹងទៅគេណដូចគាត់ហ្នឹងរបៀបដូចចាមអញ្ចឹងចាមដែលវាកាត់កគោចាក់គោមួយថ្ងៃ100ក្បាលអីហ្នឹងលក់សាច់ឲ្យយើងហូបហ្នឹងចង់អាគោហ្នឹងវាស្រែកវាបាញ់ឈាមវាវេទនាអ្វីក៏អារម្មណ៍គេធម្មតាដែរមកពីអីមកពីនិស័យរបស់គេវាទៅខាងហ្នឹងហើយអញ្ចឹងយើងអ្នកមិនដែលសម្លាប់នេះគឺយើងអត់អាចលើកដៃទៅធ្វើចឹងកើតទេគ្រាន់តែនិយាយហ្នឹងក៏ញ័រចង់ញ័រទ្រូងដែរយើងធ្វើមិនកើតទេប៉ុន្តែគាត់ទៅធម្មតាអារម្មណ៍គាត់ញោមប៉ុន្តែគាត់ចាស់ទៅគាត់ថ្វាយបង្គំប្រាប់ព្រះរាជាថាមហារាជទូបង្គំសុំលាលែងពីតំណែងនិងមុខតំណែងដែលទូបង្គំធ្លាប់កម្មណាញោមចាំមើលណាគាត់ធ្វើសេចក្តីអាក្រក់ពេញមួយជីវិតបហាជីវិតគេពេញមួយជីវិតតែប៉ុនតែគាត់ធ្វើតែមួយខណៈចិត្តមានសេចក្តីជ្រះថ្លានាំឲ្យគាត់ទៅកាន់ស្ថានសួគ៌បានដែរដល់គាត់ថ្វាយបង្គំលាតំណែងពីស្ដេចហើយស្ដេចឲ្យរង្វាន់ឲ្យរបស់លើកទឹកចិត្តសម្រាប់គាត់ចាយវាពេលដែលគាត់ចាស់ទៅនឹងស្ដេចបកុលមាសប្រាក់របស់មានតម្លៃត្បូងពេជ្របន្ទូសូរកាន់របស់ធម្មតាឲ្យមន្ត្រីដែលមានស្នាដៃព្រោះគាត់ធ្វើការងារនឹងតាំងពីក្មេងមកទល់គ្នានឹងចាស់នឹងអញ្ចឹងស្ដេចបកុលគ្រប់យ៉ាងមាសប្រាក់របស់មានតម្លៃដល់តែគាត់បានអំណោយសួយសារក៏លើកទឹកចិត្តពីស្ដេចហើយគាត់ក៏ដឹកអាទេសសលៃអាទេសមកអាទេសក៏ស្ដេចឲ្យនឹងមាសប្រាក់របស់មានតម្លៃនឹងដឹកទៅផ្ទះដល់ទៅដល់ផ្ទះគាត់អង្គុយនឹកឃើញទៅទេឯងតាំងពីក្មេងមកដល់អត់ដែលបានធ្វើបន់សដូចមួយថ្ងៃដូចធ្វើតែបាបដល់អញ្ចឹងទៅគាត់ដាំបាយមកភាជដែលមានរសជាតិល្អប៉និតឈ្ងុយឆ្ងាញ់នឹងដបងថានឹកថាចង់ពិសាខ្លួនឯងផងហើយដល់ទៅពេលស្អែកឡើងរៀបចំថ្វាយផាត់ដល់លោកមកភាជដែរហើយដល់ពេលដាំថ្ងៃហ្នឹងបំរុងថាពិសាខ្លួនឯងទេដល់ដាំឆ្អិនហើយថ្ងៃហ្នឹងចៃដន្យព្រះសារីបុត្រលោកចេញពីនិរោធសមាបត្តិធម្មតាព្រះអរហន្តតែលោកចេញពីនិរោធសមាបត្តិពេលណាលោកធ្វើអីញោមពេលចេញពីនិរោធសមាបត្តិភ្លាមលោកធ្វើអីលោកប្រមាលមើលនិស័យសត្វណាដែលមាននិស័យត្រូវប្រមិនចឹងលោកប្រមាលមើលមកឃើញថាអូអម្ភៈចោរៈឃាតកៈដល់ពេលវេលាត្រូវប្រោះហើយនាយបច្ចឃាតហ្នឹងដល់ពេលវេលាត្រូវប្រោះហើយអញ្ចឹងមើលមកឃើញតែនាយបច្ចឃាតនឹងឯងចូលសំណាញ់ញៀនរបស់ព្រះអង្គដែលព្រះអង្គត្រូវដល់ពេលវេលាត្រូវប្រោះហើយព្រោះគាត់នឹងធ្វើតែបាបរហូតញ៉ាំងគាត់ឲ្យរួចចាកអត្តភាពអំពីសេចក្តីទុកនឹងបានមួយខណៈអញ្ចឹងទៅក៏ព្រះសារីបុត្រក្រងស្បង់ជាពោស្ពាយបាតសម្ដែងបដិហាហោះវឹងអាគាត់នេះពងតែរៀបចំថាទទួលទានហើយហ្នឹងណាញោមអាបាយប៉និតដែលខ្លួនឯងមិនដែលមានលុយធ្វើបាយប៉និតហ្នឹងទេហ្នឹងបាយនឹងមានរសជាតិឆ្ងាញ់ក្លិនប្រអើក៏អូបបាយប៉និតដែរគេធ្វើបាយប៉និតហ្នឹងដូចញាតិញោមធ្លាប់ស្ដាប់រឿងនាយកំសត់ដែលធ្វើការស៊ីឈ្នួលគេ3ឆ្នាំដើម្បីសុំបាយសេដ្ឋីមកពេលធ្លាប់ស្ដាប់ទេហ្នឹងហើយអាត្មាធ្លាប់សម្ដែងឲ្យញាតិញោមស្ដាប់ហ្នឹងចឹងបាយដែលគេរៀបចំនឹងប៉និតណាស់ហើយបំរុងនឹងហូបស្ដាប់តែព្រះសារីបុត្រមកឈរចំពីមុខញោមដល់តែងើយបាយលើកបាយហ្មងដាក់មាត់ឃើញជាពោឃើញស្បង់ងាកទៅឃើញលោកនៅពីមុខហ្នឹងទៅហើយក៏នឹកថាអញស្អែកអញថាប្រគេនផាត់លោកអីចឹងបើឥឡូវលោកមុនមកដល់ហើយអស់ចានណាស់គ្រាន់តែចិត្តតែចង់ថ្វាយផាត់ឥឡូវលោកមកដល់ភ្លាមដោយអាត្មាអញ្ចឹងណាបើថាថ្ងៃណាដូចចង់ញោមស្រៅហ្នឹងដឹងតែមានយាយញោមស្រៅទៅឲ្យហ្នឹងថ្ងៃណាចង់បុកអំពិលបុកស្វាយអីតែ2ថ្ងៃឬ3ថ្ងៃម្លងក្រោយពីនឹកឃើញហ្នឹងគឺដឹងតែមានយាយបុកស្វាយទៅឲ្យហើយញោមចំណាំញោមណាទៅលេងអាត្មាបើថាទៅឆាមកសួរខសាច់ជ្រូកអីទេឲ្យពោតែម៉ាត់ពីអីទេទៅឆ្ងាយមិនក៏ដោយតែបើយាយណាយកញោមស្ដៅយកបុកស្វាយទៅឲ្យពោកន្លះម៉ោងខុសគ្នាអញ្ចឹងដល់តាព្រះសារីបុត្រមកដល់ពីមុខហើយដល់អញ្ចឹងថាបបិទ្ធព្រះអង្គហើយខ្ញុំព្រះអង្គសង្វេគពីដំណើរជីវិតខ្ញុំព្រះអង្គណាព្រះអង្គខ្ញុំព្រះអង្គនឹកតក់ស្លុតនឹងដំណើរជីវិតខ្ញុំព្រះអង្គថាខ្ញុំព្រះអង្គដាច់ខ្យល់ទៅមិនដឹងទៅណាទេព្រោះមកជីវិតខ្ញុំព្រះអង្គនឹងដូចអត់ដែលបានធ្វើល្អសោះអាលតកគេកាប់សម្លាប់គេរាល់ថ្ងៃចឹងឈាមបាញ់ពីមុខទូបង្គំរាល់ថ្ងៃសំឡេងស្រែករាល់ថ្ងៃចឹងទូបង្គំពេលបាត់ភ្នែកពេលណាលឺតែសំឡេងស្រែកឃើញតែឈាមនឹងឯងបាត់ភ្នែកពេលណាឃើញឈាមនៅជាប់នឹងកំបាត់នៅជាប់នឹងគ្រឿងប្រហារនឹងឯងចុះបើកាត់ក្បាលគេមួយថ្ងៃ10អ្នក3អ្នក4អ្នករាល់ថ្ងៃនិយាយឲ្យមកជីវិតមនុស្សមិនមែនតិចអីមួយឆ្នាំ365ថ្ងៃហើយមនុស្សខ្លះជំនាន់ដើមរស់100ឆ្នាំជាងហ្នឹងហើយចឹងឧបមាតែគាត់កាត់ក្បាលគេ80ឆ្នាំក៏មិនមែនតិចដែរណាញោមបងអង្គុយតែកាត់នឹងដល់អញ្ចឹង
ពេលបាត់ភ្នែកបើកភ្នែកពេលណាព្រះអង្គឲ្យខ្ញុំព្រះអង្គឃើញតែសំឡេងស្រែកធ្ងោទួញង្វឃើញតែអាឈាមដែលប្រឡាក់នៅកបាត់ឥឡូវទូបង្គំសុំចម្រើនសេចក្តីល្អសុំថ្វាយផាត់ដែលទូបង្គំដែលរៀបចំបណិតសម្រាប់ពិសាខ្លួនឯងឥឡូវទូបង្គំសុំថ្វាយព្រះអង្គសុំឲ្យខ្ញុំព្រះអង្គកើតជាតិណាទៅកុំឲ្យរស់នៅក្នុងរបៀបក្នុងសភាពដូចជាតិនឹងទៀតមិនដឹងខ្ញុំព្រះអង្គសន្សំពូជអីបាននិស័យមកទៅគេទៅជាមនុស្សដែលចូលចិត្តធ្វើការងារខាងនឹងនិស័យត្រូវគេឲ្យទៅធ្វើការងារខាងនឹងឥឡូវទូបង្គំសុំថ្វាយផាត់ព្រះអង្គតាំងចិត្តដោយសេចក្តីជ្រះថ្លារួចផុតចាក់ទុកកើតជាតិណាឲ្យមានសមាទិដ្ឋិយល់ឃើញត្រូវរស់ជាមនុស្សចិញ្ចឹមជីវិតក្នុងប្រៅផ្លូវដូចគេមានសមាកម្មន្តោសមាអាជីវោដូចគេគ្រប់គ្នាព្រះអង្គដល់ដាក់បាតប្រគេនលោកហើយលោកមុនចេញផុតទៅគាត់នឹងចេញក្រៅផ្ទះបន្តិចអាមេគោខ្លួនឯងផ្អើលលោតជាន់ងាប់ទៅអាគាត់ចាស់ផងនោះនិយាយទៅទីមទៅត្រឹមនោះដល់គោជន់ដៃខ្យល់ទៅឡើងសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកទល់ថ្ងៃនោះអត់ទាន់ចុះវិញអាត្មាទៅមកទៅជួបម្សិលមិញញោមដោយអំណាចនៃការដាក់បាតថ្វាយព្រះបច្ចេកព្រះសរិបុត្រនឹងឯងព្រះបច្ចេកពុទ្ធនឹងឯងញោមមើលឥឡូវបង្វែរមករឿងដែលអាត្មាចង់លើកនឹងវិញដាក់បាយថ្វាយព្រះសរិបុត្រតាមមួយពេលទេបើគិតទៅអាបុណ្យនឹងមើលទៅដូចតិចបាយមួយពេលមិនអញ្ចឹងណាញោមណាប៉ុន្តែហេតុអីបានឡើងទៅដល់ឋានសួគ៌ដែរណាហើយគាត់នឹងអនាគតជាតិនឹងបានបួសជាភិក្ខុសម្រេចជាព្រះអរហន្តក្នុងសំណាក់ព្រះសាមេត្រីទៀតគាត់នឹងណាក្នុងអនាគតជាតិទៅប៉ុន្តែអាកម្មដែលគាត់កាត់ក្បាលគេអានឹងបាត់ទេញោមបាត់ទេរួចទេអត់រួចទេញោមនៅតែមកកើតជាមនុស្សរួចពីឋានសួគ៌អស់បុណ្យណាបុណ្យដែលរាប់បាតលោកនឹងបានអស់បុណ្យនឹងប៉ុណ្ណាអាកម្លាំងបុណ្យនឹងវាជួយឲ្យបាននៅឋានសួគ៌ប៉ុណ្ណាពេលដែលអស់កម្លាំងបុណ្យនឹងហើយត្រឡប់មកមនុស្សសលោកវិញត្រូវគេកាត់ក្បាលគាត់នឹងដូចគាត់កាត់ក្បាលគេអញ្ចឹងដែរដោយព្រះមហាមោគលានអញ្ចឹងណាវាយម៉ែវាយឲ្យតែពីរដបងទេប៉ុន្តែគ្រាន់គេវាយឯងមិនមែនតិចជាតិទេញោម99ជាតិអាជាតិចុងក្រោយជាតិទី100តាមពិតត្រូវគេវាយ500ជាតិនោះព្រះមហាមោគលានហ្នឹងប៉ុន្តែដោយសារអីបានគេវាយតែ99ជាតិដោយសារអាជាតិហ្នឹងលោកសម្រេចជាព្រះអរហន្តហើយអញ្ចឹងកាលណាសម្រេចជាព្រះអរហន្តអជាតិតាំងអចរាអជាតិតាំងបរណាំងលែងកើតទៀតហើយចុះបើលោកលែងកើតទៀតអាណាទៅវាយលោកកើតបើលោកលែងកើតទៀតតែបើនៅតែកើតគឺនៅតែគេវាយគ្រប់500ជាតិនឹងញោមកុំឆ្ងល់ញោមខ្លះសួរថាចុះមិនព្រះមោគលានគេវាយត្រឹមជាតិទី100ដោយសារអីដោយសារតែលោកសម្រេចជាព្រះអរហន្តហើយក្នុងជាតិហ្នឹងអញ្ចឹងគេវាយតែជាតិហ្នឹងទៀតទេអាពេលណាមានរូបដឹងតែគេវាយប៉ុន្តែលោកវាអស់ហ្មងអញ្ចឹងអាកម្មហ្នឹងមកនិយាយឲ្យងាយយល់ចឹងដែរញោមព្រះមហាមោគលានហ្នឹងវាអស់ជាតិកំណើតវាត្រូវលែងកើតអញ្ចឹងញោមមិនបាច់ឆ្ងល់តែហេតុអីបានគេវាយអត់វាយលោកឲ្យគ្រប់500ជាតិទេតាមពិតត្រូវគេវាយលោក500ជាតិយ៉ាងណាមិញអាកម្មរបស់គាត់នឹងក៏ដូចគ្នាញោមថាចុះកាត់ក្បាលគេមកជីវិតមិនបានឡើងឋានសួគ៌មិនក៏អត់ត្រូវគេមកកាត់ក្បាលថាអត់រួចទេឲ្យតែធ្លាក់ពីអាបុណ្យដែលគាត់រាប់បាតនឹងអស់អាបុណ្យនឹងពេលណាត្រឡប់មកក្រងវិញគឺគេកាត់ក្បាលគាត់ដូចគាត់កាត់ក្បាលគេអញ្ចឹងស្រាប់តនេះញោមអាកម្មនឹងអត់រួចទេតោះអស់អាកម្មនឹងទៅបានព្រះសាមេត្រីនេះផែនដីដុសម្ដងទៀតទៅព្រះសាមេត្រីត្រាស់ឡើងក្នុងលោកគាត់នឹងបានមកចាប់កំណើតជាមនុស្សបានបួសស្ដាប់ពធសម្ដេចគុណធម៌ក្នុងសំណាក់ព្រះសាមេត្រីដែរដោយសារសន្សំពូជសមាទិដ្ឋិជាមួយព្រះសរិបុត្រនឹងឯងហ្នឹងប្រាថ្នាថាកើតជាតិណាសូមឲ្យខ្ញុំព្រះអង្គមានសមាទិដ្ឋិនោះគាត់ប្រាថ្នាអញ្ចឹងណាហ្នឹងអញ្ចឹងញោមពិចារណាមើលរាប់បាយតែម្ដងទេកម្លាំងបុណ្យនឹងវាឲ្យច្រើនណាស់អត់មានចាំបាច់លះ3 4លានទេសំខាន់គឺផ្លូវចិត្តយើងដល់ព្រមនៅសេចក្តីជ្រះថ្លាល្អបរិសុទ្ធត្រង់ស្មោះជាមួយសង្ឃរតនៈមិនមែនប៉ាទេបុគ្គលិកទានគឺបុណ្យនឹងចំណាយតិចប៉ុន្តែបានផលច្រើនណាញោមអនុមោទនាតិចទៅយើងយល់ថាអូតាមពិតទៅអត់មាននៅលើលេខទេហ្នឹងហើយក៏អត់មាននៅលើថ្ងៃខែដែរលេខណាថ្ងៃណាពេលណាក៏ល្អដែរឲ្យតែមនុស្សហ្នឹងបានប្រព្រឹត្តល្អក្នុងដំណើរជីវិតប្រព្រឹត្តទៅនឹងប្រកបដោយសមាជីវោសមាកម្មន្តោសមាសតិមានសតិរលឹកត្រូវមានការងារត្រូវមានការចិញ្ចឹមជីវិតត្រូវគឺមនុស្សហ្នឹងគឺដឹងឲ្យចម្រើនណាចម្រើនទៅដោយយសចម្រើនទៅដោយសេចក្តីសុខចម្រើនទៅដោយកេរ្តិ៍ឈ្មោះកិត្តិយសនិងចម្រើនទៅដោយសេចក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួនញោមចំណាំមើលមនុស្សណាដែលរស់នៅប្រកបការចិញ្ចឹមជីវិតប្រកបដោយល្អមិនដែលឆ្លោះទាស់ញាតិមិត្តចិត្តខាងការចិញ្ចឹមជីវិតរបស់គាត់ដោយសមាអាជីវោសមាកម្មន្តោហើយជាបុគ្គលដែលប្រកបព្រមដោយកតញ្ញូនិងកតវេទីដោយកូនចៅតាសាទយេសុតយេមុតយេមានថ្ងៃនេះគឺគាត់ដឹងគុណរលឹកគុណម៉ែឪគាត់អញ្ចឹងដល់អញ្ចឹងគឺអ្នកដតីគេសរសើរគេស្រឡាញ់គេចូលចិត្តទៅណាមកណាគេពូលទៅសើតកូនចៅយាយតានឹងចេះរលឹកគុណនឹកគុណដឹងគុណបានធ្វើបន់ជូនម្ដាយជូនឪពុកគេអធិកអធមគេអញ្ចឹងគេឈ្មោះកិត្តិយសក៏ប្រសើរសេចក្តីស្រឡាញ់ពីអ្នកដតីក៏រមែងដល់ព្រមអញ្ចឹងសេចក្តីល្អហ្នឹងឃើញវាឲ្យវិបាកជាសុខគ្រប់យ៉ាងចម្រើនគ្រប់យ៉ាងហើយសេចក្តីល្អហ្នឹងគឺអត់ចេះស្លាប់ដូចថ្មនិយាយមិនអញ្ចឹងទោះបីរូបកាយយើងបែកធ្លាយទៅអស់3000ឆ្នាំហើយក៏នៅតែគេយកមកនិយាយពីសេចក្តីល្អរបស់យើងដែរដូចមកលើកគេសាងអាក្រក់ដាក់យើងកុំសាងអាក្រក់ដាក់គេនឹងព្រះសម្ដែងថាអកោចេម៉ាំងអវធិម៉ាំងអចិនិម៉ាំងអាហាសេមេ
យេចតាំងឧបនយហន្តិវេរាំងតេសង្ឃសមតិនោះព្រះសំដែងថាអកោជាម៉ាំងអវធិម៉ាំងអចិនិម៉ាំងអាហាសិមេយេចតាំងឧបនយហន្តិវេរាំងតេសង្ឃសមតិអកោជាម៉ាំងអវធិម៉ាំងអចិនិម៉ាំងអាហាសិមេយេចតាំងនូបនយហន្តិវេរាំងតេសង្ឃសមតិតេសង្ឃសមតិនោះបើគេជេរយើងកុំជេរគេបើគេបន្ទុស្រាយយើងកុំបន្ទុស្រាយគេបើគេលួចទ្រព្យយើងកុំលួចទ្រព្យគេបើគេធ្វើសេចក្តីអាក្រក់ដាក់យើងកុំសាងសេចក្តីអាក្រក់តបទៅកាន់គេវិញព្រឹកទៅកដាយកអត់ចប់អញ្ចឹងព្រះអង្គសម្ដែងថាបើចង់ឲ្យពីនឹងវាស្ងប់រងាប់ក៏តើយើងកុំសាងសេចក្តីអាក្រក់ទៅគេវិញឲ្យគេសាងគេអ្នកទទួលខ្លួនគេទៅសំខាន់យើងដឹងខ្លួនយើងថាយើងអត់អញ្ចឹងគេជេរបើជេរខុសរឿងអាហ្នឹងគេទទួលខ្លួនគេហើយកាលណាយើងអត់តមនុស្សហ្នឹងដល់ពេលដឹងខុសដឹងត្រូវទៅខ្លាចយើងវិញទៅយើងដល់គោរពយើងវិញហ្នឹងឲ្យតម្លៃយើងវិញអាហ្នឹងអញ្ចឹងចឹងបានព្រះលោកថាកុំឲ្យតទៅគេវិញហ្នឹងណាគេសាងអីសាងទៅរឿងរបស់គេទទួលខ្លួនគេហើយអាគេអ្នកក្តៅកាហាយអាហ្នឹងគេកើតទុកខ្លួនគេតាហ្នឹងឧបមាថាអ្នកណាលោកភ្លើងអ្នកហ្នឹងអាលៀកមិនចឹងយីចឹងអាតោស័កហ្នឹងបែរដូចយើងយកដុំភ្លើងមកដាក់ទ្រូងចឹងណាញោមមើលនិយាយមកទីហោថាដូចអ្នកខឹងហ្នឹងបែរដូចអោបដុំភ្លើងហើយអាអ្នកដែលយើងត្រូវគេខឹងនេះយើងអត់ខឹងគេបែរដូចទឹកទលេហើយអាអ្នកខឹងយើងហ្នឹងបែរដូចអោបដុំភ្លើងហើយដល់អាដុំភ្លើងនេះបើថាអញខំទឹកទលេនឹងខ្លាំងណាស់ជាមួយអញអោបអាដុំភ្លើងនោះទៅតម្លាក់ទឹកទលេនឹងឲ្យរីងទឹកទលេនឹងឲ្យណាណៃម្ដងដល់វាអោបដុំភ្លើងទៅតម្លាក់លើទឹកទលេហ្នឹងតើភ្លើងវាអាលុតអីទឹកទលេវារីងយីភ្លើងអាលុតអោបទៅម្ដងទៀតភ្លើងអាលុតទៀតអោបទៅម្ដងទៀតភ្លើងអាលុតទៀតទីបំផុតដល់វាអស់កម្លាំងវាក្តៅវាអាលីអាលួយមែនតែនទៅវាក្តៅមែនតែនទៅវាចាប់ផ្ដើមគិតទៅអញខំប្រឹងទលាកតែខ្លួនឯងអាលួយតែខ្លួនឯងក្តៅតែខ្លួនឯងអាទឹកគេនៅតែទឹកមានន័យតែយើងអត់ខឹងតទៅគេយើងបែកដូចទឹកឯគេអ្នកខឹងយើងបែកដូចអោបដុំភ្លើងហើយដល់យើងអត់ខឹងតទៅដល់មែនទេបានភ្ញាក់ខ្លួនទៅបានដឹងថាអាទឹកវានៅតែទឹកអាក្តៅកាហាយតែឯងអាលៀកដៃចងអាលៀកជើងផងអាលៀកដៃលៀកជើងហ្នឹងចង់និយាយតែគេឈ្មោះកិត្តិយសអាសោចអាសាបងចុះបដៅជេរគេតាំងចុងភូមិដល់ដើមភូមិគេអត់តផងគេមិនថាយើងឈួតហ្នឹងគេថាយើងឈួតអត់មានគេឈ្មោះអត់កិត្តិយសអាសោចអាសាបងក្តៅកាហាយខឹងក្រោតម្នាក់ឯងហ្នឹងហ្នឹងប៉ុន្តែបើយើងចូលរួមក្តៅជាមួយអាហ្នឹងបែរដូចទឹកកំសៀវមិនមែនទឹកទលេដូចថាដុតភ្លើងទៅវាក្តៅដល់អង្សាយើងក្តៅជាមួយគេដែរទឹកវាតិចពេកចឹងអាធរក្នុងខ្លួនហ្នឹងវាតិចពេកអត់សង្កត់អត់បានក្តៅជាមួយភ្លើងដែរចឹងកុំឲ្យវាក្តៅដូចគេតើយើងប្រឹងអប់រំចិត្តយើងឲ្យល្អឥឡូវសរុបចូលមករឿងយើងវិញនេះរោគខ្លះកើតអំពីកម្លាំងកម្មដោយគ្រូពេទ្យហ្នឹងចឹងខឹងគេទៅផ្សំថ្នាំដាក់ឲ្យខ្វាក់ភ្នែកគេដល់តែពេលនិយាយកាត់សេចក្តីនៃរូតមកប៉ុណ្ណឹងនិយាយកម្មប៉ុណ្ណឹងដាច់ខ្យល់ទៅញោមមកកើតទៅជាតិណាក៏ខ្វាក់ភ្នែកដែរក៏គេឆ្កោះភ្នែកគេភ្នែកហ្នឹងវាត្រូវតែខ្វាក់គ្រប់ជាតិអញ្ចឹងអាត្មាគ្រាន់លើករឿងហ្នឹងចង់មកបញ្ជាក់ញោមថាកម្មសមុទ្ឋានរោគកើតអំពីកម្លាំងកម្មហ្នឹងហើយចង់អត់ឈឺមិនមែនសុំពោពីអាចារ្យទេណានិយាយខ្លះចង់សុខសប្បាយចង់កុំឲ្យឈឺបានអាចារ្យគេឲ្យពោដែរនិយាយហើយកុំឲ្យយាយឈឺយាយណាស្រោចទឹកហើយនឹងអាយុ120ឲ្យសុខសប្បាយកុំឈឺបើអាចារ្យខ្លួនឯងនេះឲ្យពោគេមិនតាន់ចប់អត់អាចារ្យខ្លះហ្នឹងសួតចង់ចេញពីថ្លើមហ្នឹងហើយកុំឲ្យគេឈឺហ្នឹងអញ្ចឹងមានន័យថាម៉េចមានន័យថាសុខទុក្ខចម្រើនវិនិច្ឆ័យមានក្រល្អអាក្រក់សខ្មៅគឺនៅលើខ្លួនយើងទៅនរកក្តីទៅសួគ៌ក្តីមកមនុស្សទៀតក្តីនៅលើខ្លួនយើងទាំងអស់គ្មានអ្នកណាអ្នកឲ្យសុខឲ្យទុក្ខយើងទេឥឡូវញោមថាបើឥឡូវបើមិនចង់ឈឺយើងយល់អំពីសមុទ្ឋានរោគហ្នឹងវាកើតអំពីសមុទ្ឋានផ្សេងទីតីពីគ្នាដែលព្រះសម្ដែងអាត្មាទៅសើព្រះញោមដល់ដួសរៀនធម៌ព្រះយូរទៅនៅតែសើធម៌ព្រះព្រះអង្គក៏ប្រកែយ៉ាងហ្នឹងបរិនិព្វានទៅចិត្ត3000ឆ្នាំប៉ុន្តែពាក្យព្រះមួយម៉ាត់មកត្រូវពីជីវិតយើងណាញោមត្រូវណាស់បើយើងសិក្សាអនុវត្តអំពីពុទ្ធដីកាហើយយើងបដិបត្តិតាមប្រយោជន៍កើតសុខចម្រើននឹងកើតព្រះអង្គថាអ្នកណាអត់ចង់ឈឺទី1អាហារសមុទ្ឋានព្រោះរោគនឹងវាកើតអំពីសមុទ្ឋាន4អាហារសមុទ្ឋានឧតុសមុទ្ឋានណាកម្មសមុទ្ឋានចិត្តសមុទ្ឋានឬកាយសមុទ្ឋានអាហារសមុទ្ឋានហ្នឹងមានន័យថាម៉េចអាហារសមុទ្ឋានរោគហ្នឹងព្រះអង្គសម្ដែងថាបើអត់ចង់ឈឺច្រើនយាយរស់នៅត្រូវយល់អំពីរបបនៃអាហារគាត់ទៅព្រះខ្លាំងជាងពេទ្យទៀតញោមគាត់មើលបៃតាពេទ្យជំនាន់ហ្នឹងពេទ្យមិនទាន់មានទេដុកទ័រតែមានឥឡូវនេះទេហើយព្រះអង្គសម្ដែងទុកចិត្ត3000ឆ្នាំហើយញោមគាត់មើលព្រះអង្គថាបើចង់កុំឲ្យឈឺច្រើនតើយើងរស់នៅយល់អំពីរបបនៃអាហារសមុទ្ឋានហ្នឹងមានន័យថាអាហារដាក់ចូលខ្លួនយើងហ្នឹងកុំចេះតែដាក់ចូលហើយមែនយាយ
à lâu nó giờ ấy cho ta đã chỗ đôi con cái mau pìm pênh vì ba tập on cái tên bạc căng mau pì cái ấy cho ta đã lại nhâm cái chít ta bằng bay chít tăng nôm phải em là bay cơ bì nè chẳng mẹ cho ta đã chỗ thế nè đôi nè là ọt đâm và lai và ca là bó thom mà chia ô tới oi tập bao phê lao phê nát đang là chọc lôi chia rồi bột tập xa anh đang là dụ ọt về thế oi ta nhâm đã là bó xa nhất đang là dụ lấy đang là chơi chở nè hãy đôn ta dương bên sau miên chữ ngữ đôi xa ấy quạt đâm và lai và ca hô chọc chung quanh te bó quạt cầm ro tờ tinh kia nó bị đau mình đau miên dây na tờ tinh và lai miên là bó cái đô kia hô nè nam miên sách đô và lai là nam miên và lai đô sách là nam miên cương đô và lai là nam miên và lai đô cương cái sông kia hô chỉ nói muốn là mẹ đấy gì cái đại lộ thế là lâu chữ cây mà cung cái lụa đó là gì pi có cái lụa bẻ mỏi đó ấy men mai dương đòn men tên tao xong bay ta chỉ cây rồi lên che đầm gì rồi xong men à tham làm dây ta anh đẹp đâm mai chỉ vứt anh đẹp tinh mai chỉ vứt ai anh đẹp xong cái xong mai chỉ vứt anh nuôi chữ cây mà cô ngày na có mà xong kia đây mình xây che đầm gì áo ta đôi máu đang là xong kia bà tham tại chân tinh miền dây na cho chặt xong cái khăn luôn ngon nghe xong mai chỉ vứt món hay gì hay cả là chi mà cung mai chữ cây mà cung mình đâm xin coi là xong kia đó nè mà tê mà đau mình đâm thế ai chữ cây ấy nên bên tàu ba ai đâm con cắt sặc về cho đó cô về tập pi cô bay phiêng tất bách sỏi tất cả phải lâm lao giờ cô mọt nó đọc từng mọt đạo về tập pi bay phai cho pi lo nè bắt lên che đâm ông đang là bao này láo từ tình kỳ bao này láo từ tình kỳ nè nó cái dừng ấp vô làm pi đọc bóp này à ha sọc mà quánh pre sầm đây tha dương trong mình oi chơi trao tôi dương vô pi đọc bóp à ha na nhổm có công che ta đặt châu luôn sạch và lai mai chỉ luôn nó dương mơ phong có pan men nhôm che tha mình cho oi chứ và dương bị cha na mơ tao mình oi chứ à mấy bán bà pet cái oi tia ho tại cái oi phật tật khai cái đáo cái oi phật bay lít ở tia ho ta châu khai pi khai bay khai buôn đó cái oi phật mà ngay bay lít na con á tất á tật sọt dương à tật cái đau dương nó cái oi phật bay lít mà ngay khai cái đau hãy bật khai tại chắc cái oi phật pi lít cả la bắt nè mà nè pet cái oi phật nè na đây phật tật bản chắc là chư nó còn miền đầu lư nè na tê đầu lư dương na nhổ chẳng pre sầm đây tha bởi dương ọt chọn chư cháo dương chưa làm pi rồi bóp à ha để dương trâu đặt châu luôn rồi bọn nay dương cua đặt châu luôn rồi bọn nay dương mình cua đặt châu luôn à ná đặt tới về chừng rau sọc cà phê à ná đặt tới về bạc quá sọc cà phê cả nay dương vô làm pi rồi biết này ca hâu bà hai dần nắng chung tại dương ọt chư ọt sâu chư 20 tiết bọn sầm đây ta ốc tụ sầm một thằng là rô tì pi rô về ai cao mà pi pa để giang cắt cả lại để dương luôn đâu đôi tập te dương đâu cho mà lâu đây hôi là nghe tao dương ai cao chừng ngữ là liệt suốt tao chỉ đọc bên tao chỉ kho à nó cái hao ta ô tô sự một tháng cứ cao tầm pi à cắt sự thiết cao pi ti cả lại để dương luôn đâu chân cả lại dương nó cả trâu xa riệp cho mà miễn là làm may rồi biệp rồi cho tranh châu là cắt sự thiết ban lõ à nó đang là sọc cà phê lõ ai dây cần mơ pre đồ bạc cay nó dây bay quan năm món nó bảo ông vô làm pi ca luôn nữa bảo ông ta chọn cầm ao chứa ti mỗi vô làm pi à ha ti pi vô làm pi đặc biệt này ca luôn đâu miền là nam may cho là ca ti cả lại nâng bo để sót chẳng bên đây thà à cả lại để dương luôn đâu nó có sầm khăn đây bỏ sầm khăn nè sầm rạp sọc cà phê dương cho là ca bạ da ca cả lại dương luôn đâu nâng đam đam chơi ở miền oxygen để sọc chiết pol châu tập nông đam chơi nâng tới dương đọ tập hao tới buổi xuống nè à nâng thưa dương ốc sâu chư đây à rom dương sả lắc nè nhiều mơ nè na để nấu lâu để hoi đôi tàu sọc à tham ai hoi đây khang nâng chắc có khi khác rốt tập tét nè à nâng cái ao ta ốc tốc sầm một than rồi ai nhôm nấu lâu sọc nấy ban lâu lỏ bờ tơ khang à tham hoi rốt tập lâu được không thay ta kêu à tham nâng tọt miền lâu xa cái thế lâu châu tam sọc tam phôm khơi ta sọc sầm rau môi tê riêng con và cao về nâng lâu cruộc cả hôm tao chẳng còn ao chứ ti muốn vô làm bây giờ ha nâng đẹp để cho còn ao chứ đó nè thầy sao bà nâng tiền đó đây chôm rồi nhái thì phí ô tô sầm một than vô làm phí ti cả lại để dương luôn đâu à cắt sự thiết lỏ còn thưa dương ở rom lỏ sọc thiết lò thì bay cam mà sầm một than là rốt nó pre sầm tay thà nâng tua bay nâu cả lại lỏ cả đôi tua bay hô chầm nay lỏ cả đôi tua bay cất bị sọc cọp hiệp giang na cả đôi pan nâu tại chư vậy hai cái bàn thay luôn mà lăng hai nâu tại chư đầu xa về mẹ mau bị hai bạch bòn tê cứ mau bị cam bị tây tắc dương châu chắc biết biên kì ai chẳng là lâu dây na và cai chư phật chư là nghe chắc đăng luôn dương na vậy
ចង់កុំឲ្យឈឺជាតិមកទៅកុំឲ្យឈឺតើយើងកុំអាសាបៀតបៀនគេបៀតបៀនទាំងផ្លូវកាយក្តីផ្លូវចិត្តក្តីឲ្យគេក្តៅកាហាយឲ្យគេកើតទុកឲ្យគេទឹកភ្នែកមានអ្នកបំរើក្នុងផ្ទះវាយដំជាបតិចផ្ដាសាមិនឲ្យគ្នាហូបចុកមិនឲ្យគ្នាដេកស្រួលធ្វើបាបធ្វើទរណកម្មចិញ្ចឹមសត្វវាយដំទាត់ធាក់ព្រឹកល្ងាចអាហ្នឹងហើយសាពូឈឺច្រើនណាស់យាយទៅជាតិខាងមុខទៅដឹងតែឈឺច្រើនណាស់មនុស្សហ្នឹងអាហ្នឹងគេហៅថាកម្មសមុទ្ឋានរោគហ្នឹងវាកើតពីកម្លាំងកម្មវាអត់មានហេតុបច្ចុប្បន្នធ្វើឲ្យឈឺទេប៉ុន្តែវាឈឺហ្មងញោមមើលដោយកូនអបនាយករដ្ឋមន្ត្រីកូនទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីកូនអុកញ៉ាឯកឧត្តមធំកូនអ្នកទាំងអស់ហ្នឹងគេថែណាប៉ុន្តែនៅតែឈឺអាកូនខ្លះវាឈឺព្រឹកឈឺល្ងាចអាហ្នឹងហើយគេហៅថាកម្មសមុទ្ឋានរោគហ្នឹងវាកើតអំពីកម្លាំងកម្មវាឧបត្ថម្ភមកត្រូវតែឈឺអញ្ចឹងមកហ្នឹងអាពូអញ្ចឹងដូចអាម៉ាប៉ុន្តែយើងអ្នកកាន់ពុទ្ធសាសនាកុំអញ្ចឹងញោមកុំអញ្ចឹងនឹងកុំបើចង់ឲ្យពេលហ្នឹងក៏អត់ជាប់ទេកុំសាងពេលជាមួយគ្នាដោយយល់អំពីអាហារដែលយើងដាក់ចូលខ្លួនយល់អំពីរបៀបរបបនៃការរស់នៅជាដើមលក្ខណៈនិងបរិដតភោជិកាលចារីព្រមចារីស្គាល់ការរស់នៅម៉ោងណាហូបម៉ោងណាគិតម៉ោងណាដើរណាមកស្គាល់ចំណីដែលយើងបរិភោគដឹងរបស់ដែលគួរដាក់ចូលខ្លួនរបស់ដែលមិនគួរដាក់ចូលខ្លួនអាហ្នឹងដឹងតែអត់មានរោគសុខសប្បាយទាំងអស់គ្នាសូមអនុមោទនាឥឡូវយើងនិយាយរឿង100ថ្ងៃយើងតិចចប់ធေါ်ប្រសងមុនមកប្រហែលអង្គហ៎បងហ្នឹងណគម្រប់ខួប100ថ្ងៃមុនប្រហែលវត្តអាចារ្យ5វត្តហ៎ណ100ថ្ងៃអាត្មាធ្លាប់បញ្ជាក់ឲ្យញោមបុណ្យគម្រប់ខួប100ថ្ងៃក្តី1ឆ្នាំក្តី2ឆ្នាំក្តីគម្រប់ខួបប្រមាណក៏ដោយគឺព្រះសម្មាសម្ពុទ្ធលោកឲ្យចាត់ចូលបុណ្យហ្នឹងជាសង្ឃតាតក្កណានុពទានទាំងអស់ឲ្យតែទានដល់ទាំងឡាយណាដែលធ្វើឡើងដើម្បីឧទ្ទិសផ្សាយទៅនៅសេចក្តីល្អដល់អ្នកស្លាប់បុណ្យហ្នឹងគេចាត់ចូលក្នុងសង្ឃតាតក្កណានុពទានហើយហេតុអីបានបុណ្យហ្នឹងត្រូវចាត់ចូលក្នុងសង្ឃតាតក្កណានុពទានមកពីទានហ្នឹងត្រូវតាមបំពេញឧទ្ទិសឲ្យដល់ញាតិដោយផ្ញើតាមរយៈលោកអ្នកមានសិលមានប្រសង់ជាប្រធានសង្ឃតាតក្កណានុពទានហ្នឹងសង្ឃមានន័យទៅជាក្រិតជាក្រុមជាខ្នាតជាជួរជាបន្ទាត់ជាក្រុមជាពួកតក្កណៈខាងស្ដាំលោកបច្ចុលអគ្គទានអ្នកលះនៅអ្វីដែលយើងបំរុងនឹងថ្វាយទានចឹងសង្ឃហ្នឹងជាក្រុមជាពួកហ្នឹងមានន័យថាយើងរាប់នៅសមត្ថសង្ឃផងអរិយសង្ឃផងយាយរសង្ឃឃើញញោមធ្វើបន់មួយសង្ឃរសង្ឃឃើញមើលចង្អុលសង្ឃតិចមើលអាណាសង្ឃយាយអាណាសង្ឃហ្នឹងសង្ឃរសង្ឃឃើញបើចង្អុលមកដោយគុណភក្តីអាហ្នឹងមិនមែនសង្ឃទេយាយបើញោមសំដៅមកដោយគុណភក្តីហ្នឹងមិនមែនសង្ឃទេសំដៅទៅដោយគុណខាងក្រោយក៏មិនមែនសង្ឃដែរសំដៅទៅដោយគុណណាមួយអង្គណាហ្នឹងមិនមែនសង្ឃទេយាយណាប៉ាដែលបុគ្គលិកទៀនហើយទៀនហ្នឹងប៉ុន្តែបើយើងពងប្រគេននៃគុណភក្តីប៉ុន្តែចិត្តយើងនឹកទៅសង្ឃពីរប្រភេទគឺសមត្ថសង្ឃមួយនិងអរិយសង្ឃមួយអរិយសង្ឃយើងនឹកដល់ព្រះអរហន្តព្រះបច្ចេកពុទ្ធដែលលោកបរិនិព្វានហើយសមត្ថសង្ឃសង្ឃសន្មត់រាល់ថ្ងៃនេះរាប់លានអង្គហ្នឹងតាំងស្រុកយើងក្តីភូមិក្តីខៃក្តីឲ្យតែសង្ឃបួសសម័យនេះគេហៅថាសមត្ថសង្ឃចឹងយើងធ្វើបន់ចិត្តយើងត្រូវនឹកសង្ឃពីរប្រភេទហ្នឹងបានបន់ច្រើនប៉ុន្តែបើប្រគេនគ្រូចៅអធិការវត្តកស្រាប់អារម្មណ៍អើយជ្រះថ្លាជាមួយលោកគ្រូចៅអធិការណាលោកគ្រូជាសង្ឃដល់ប្រសើរជាស្អែកបន់ដល់ល្អអាហ្នឹងមិនមែនសង្ឃទេយើងប្រគេនតែគុណអង្គហ្នឹងមែនប៉ុន្តែចិត្តយើងដៅរកសង្ឃពីរប្រភេទដែលអាត្មានិយាយមិញអាហ្នឹងបានបន់ច្រើនហើយបន់ធ្វើបន់បានច្រើនឬមិនបានច្រើនវានៅចេតនា3ហើយនឹងនៅគិរវៈបន់ញោមតែដកគិរវៈគឺសេចក្តីគោរពចេញអត់សូវបានបន់ហ្នឹងគិរវៈទៅលើអីខ្លះដូចយើងធ្វើបន់ថ្ងៃហ្នឹងពុទ្ធគិរវៈធម្មគិរវៈសង្ឃគិរវៈបដិសង្ខារគិរវៈជាដើមលក្ខនឹងលក្ខអបមាទគិរវៈសមាធិគិរវៈជាដើមយើងមានការគោរពចំពោះបរតនត្រ័យទាំង3ដោយសេចក្តីត្រង់ស្មោះគោរពចាស់ព្រឹទ្ធាចារ្យគោរពភ្ញៀវដែលចូលមកនិងគោរពព្រះសង្ឃជាដើមលក្ខបរតនត្រ័យទាំង3ហើយត្រូវមានចេតនា3បុព្វចេតនា1មញ្ចរៈចេតនា1អបរាបរៈចេតនា1បុព្វខាងដើមមុនពេលធ្វើបុណ្យហ្នឹងតើសบายចិត្តជ្រះថ្លាអត់មើលបងចេនស្រីចនស្រីសบายចិត្តអត់ទេមុនធ្វើបុណ្យណាសบายហើយចប់មញ្ចរៈចេតនាកំពុងតែធ្វើឥឡូវហ្នឹងសบายចិត្តជ្រះថ្លាអត់សบายហើយដល់អបរាប្រចេតនារោងតុកគេរើទៅផ្ទះអស់លោកមុនទៅផ្ទះអស់អាចារ្យទៅផ្ទះអស់យាយជីទៅផ្ទះអស់ចប់បុណ្យទៅសบายចិត្តអត់សบายដែរមិនទាន់កើតប៉ុណ្ណឹងហ្នឹងមិនទាន់បានធ្វើបងហ្នឹងសบายទុកឲ្យហើយចឹងបុណ្យហ្នឹងវាធំវានៅចេតនា3ហ្នឹងតាអាមុនធ្វើក៏សบายចិត្តជ្រះថ្លាកំពុងធ្វើក៏សบายចិត្តជ្រះថ្លាអាក្រោយពេលធ្វើក៏សบายចិត្តជ្រះថ្លាហ្នឹងបុណ្យនៅនឹងចិត្តគឺសេចក្តីជ្រះថ្លារបស់យើងខាងក្នុងដែរហ្នឹងខាងក្នុងដែរចឹងឥឡូវសរុបមកយើងធ្វើបុណ្យនេះចូលរឿងយើងណាបុណ្យ100ថ្ងៃនេះយើងចាត់ចូលក្នុងសង្ឃតាតក្កណានុពទានហើយសង្ឃដោយអាត្មាបញ្ជាក់អញ្ចឹងយើងតាំងជាមួយសង្ឃពីរប្រភេទហ្នឹងបងដឹងឲ្យបានបុណ្យច្រើនណាស់ហើយយើងធ្វើទានហ្នឹងប្រកបព្រមដោយចេតនាទាំង3គណៈកាលណាយើងតម្កល់ក្នុងស្រែដ៏ល្អគឺសង្ឃរតនៈទាំងពីរណាសង្ឃរតនៈទាំងពីរប្រភេទហ្នឹងហើយយើងមានចេតនាទាំង3គណៈអមទៅជាមួយប្រកបព្រមដោយគិរវៈទ
ទៀនដែលយើងគោរពនឹងប្រកបព្រមដោយសក្កិចាំងទៀនណាំងតេតេឲ្យដោយសេចក្តីគោរពសហខាងទៀនណាំងតេតេបានប្រគេនដល់តលដៃខ្លួនយើងបនកសលនឹងចម្រើនកើតមានបានច្រើនក្រោយពីបននឹងចម្រើនកើតមានបានច្រើននៅសំបីតាកាពះនឹងមុំស្រួលតែនំប៉័ងតែមួយកណាត់តាមឡានមិញហ្នឹងណាយាយក៏ណោណែទៀននឹងយើងបានគោរពដោយសេចក្តីត្រង់ស្មោះហើយយើងបានធ្វើដល់តលដៃហើយយើងមានចេតនាគឺសេចក្តីជ្រះថ្លាទាំង3គណៈហើយបននឹងវាបានពេញដល់តែបានពេញទៅយើងណោផ្ញើសេចក្តីល្អហ្នឹងហើយឧបមាយើងធ្វើស្រែបានផលហើយយើងចាប់ដើមច្រូតកាត់យើងចាប់ដើមបែងចែកទៅហត់តម៉ែក្មេកមកបាវទៅតឡងមកបាវទៅនៅខាក្មួយនោះមកបាវទៅយើងបែងចែកទៅចឹងយ៉ាងណាបនដូចគ្នាដាក់នៅលើស្រែគឺសង់ដោះដាលចេញជាបនជាកសលយើងចាប់ដើមផ្ញើបននោះទៅកាន់ញាតិប៉ុន្តែបើផ្ញើឲ្យតឡងយើងនៅរស់យើងផ្ញើតាមតាក់ស៊ីប៉ុន្តែផ្ញើឲ្យប្តីយើងដែលស្លាប់ទៅយើងផ្ញើតាមណាគេផ្ញើតាមលោកហើយចឹងក៏លោកដាច់ខ្យល់ទៅតាមដែរមិនផ្ញើតាមលោកទេទៀនដាក់ជាមួយលោកប៉ុន្តែពេលផ្ញើបនផ្ញើជាមួយទេវតាព្រះសំដែងហ្នឹងហើយសូត្រធម៌អត់ដឹងថាធម៌មានន័យអាម៉េចយ៉ាងកេញប្រែរាល់ថ្ងៃទេវាគាត់ថ្មទេវេទយងពួកទេវៈហ្នឹងគេណែនាំយើងផ្ញើទៅទេវតានេះជាប្លង់តុងគេនាំបនណាគេនាំបនហ្នឹងទៅឥឡូវហ្នឹងឧបាសកលោកណឡុងគឹមហេងភរិយារបស់គាត់គឺញោមបងស្រីចនស្រីរួមនឹងបុត្រធីតាប្រុសស្រីទាំងភាសាទាំងបកើតបានលះទៅនៅអរញ្ញលុយកាក់ប្រាក់កាសនៅពេលវេលារាប់ម៉ឺនដុល្លារលះធ្វើបនកុសលជូនមកស្វាមីជាទីស្រឡាញ់ជូនប៉ាជាទីស្រឡាញ់សុំប៉ាឈ្មោះកកឹមឡុងគឹមហេងបានទទួលនៅចំណែកបនចឹងទេវតាគេនាំទៅឥឡូវលោកនាមឡុងគឹមហេងសុំទទួលបនកុសលភរិយាកូនចៅបានផ្ញើបនមកហើយប៉ុន្តែបនហ្នឹងសងព្រេងជួនដល់ជួនមិនដល់ទោះទេវតាគេនាំទៅប៉ុន្តែបើគាត់កើតក្នុងកន្លែងដែលមិនត្រូវទទួលបនបានបនហ្នឹងអត់បានទេឧបមាតែគាត់កំពុងតែសោយសម្បត្តិទឹកទាំង10ឧបមាតែគាត់ស្លាប់ទៅកន្លែងល្អអញ្ចឹងកាលគាត់នៅរស់ធ្វើបន់ច្រើនចត់តិបរិសន្តិជីវ័នចិត្តតោងទៅនៅសេចក្តីល្អទៅកន្លែងល្អទៅកើតទេវៈអីក៏អត់ទទួលផលពីយើងទេព្រោះពពួកទេវៈគេសោយសម្បត្តិទឹកទាំង10ក្លិនកទឹកប្រភេទណាទឹកការពលត្រូវកទឹកទាំងអស់ឬក៏ទៅកើតកន្លែងមិនល្អក៏ទទួលផលកន្លែងខ្លះទទួលផលអត់បានទេកន្លែងមិនល្អដោយប្រែទៅកើតជាប្រែពពួកបេតវិស័យអីបងសំដែងតែបេតវិស័យទទួលបានតែ3ពួកឯងប្រកាតោវិជីវការប្រែតនៃជាមតនកប្រែតខុសពីបាសកវត្តប្រែតដូចអាប្រែតផ្សេងពួកពេលហ្នឹងអត់បានទេឃើញវាពិបាកអញ្ចឹងណាញោមអញ្ចឹងបាទអាត្មាថាកុំចាំដល់កូនគេធ្វើបន់ឲ្យប្រឹងខ្លួនឯងឲ្យទៅណាយាយប៉ុន្តែប្រឹងហ្នឹងប្រឹងឲ្យមានបញ្ញាកុំមកដៃកូនគេផ្ញើលុយមក1លានលេងចូលអាចារ្យអស់តាំង1លានហើយមកអង្គុយស៊ីប្រហុកស៊ីអំបិលអាហ្នឹងអាយុខ្លីដែលសារធ្វើបន់ហ្នឹងទៀតមែនគេធ្វើអញ្ចឹងទេបើកូនគេផ្ញើឲ្យ1លានដកតែ50000ទុកធ្វើបន់950000ទុកខ្លួនឯងសម្រាប់ទិញថ្នាំពេទ្យប្រើប្រាស់អា50000ហ្នឹងបើអ្នកសុំទានមកដាក់500ទៅហើយបើលោកមកបិណ្ឌបាតដាក់500ទៅហើយដូចមកស្ដាប់ធម៌អញ្ចឹងនិយាយខ្លះខំចូលតាមគេឃើញគេចូល10000អញដកប្រាំដាក់10000គេដែរប្រាំ10000ហ្នឹងកូនតែតែលោកស្រូវបានមកល្អីយកមកដាក់10000គេដែរបងអាគេនោះ10000កូនគេឲ្យមួយខែ10 20លានគេចាយមកអស់បងកុំតាមគេបនហ្នឹងត្រូវមានបញ្ញាសំខាន់គឺសទ្ធាយើងដោះចេញពីបេះដូងហើយបើយើងចូល10000ណាយើងចេះដើរស្រាយងាប់ហើយ10000អញលោកស្រូវមិនតាន់បានស៊ីមលូម៉ាត់ផងអស់លីអត់បានទេបនហ្នឹងបានដែរបើវាអត់បានច្រើនដល់ទៅជាតិមុខទៅដល់បានផលមកដើរតែស្ដាយញោមឃើញអ្នកខ្លះពេលមានហើយហូបអត់កើតទេដែរមានទេឧទាហរណ៍តែយាយខ្លះណាអ្នកអាធ្វើបនឲ្យស្ដាយហ្នឹងដល់ពេលផលបានមកចាយអត់កើតទេឧទាហរណ៍យាយខ្លះមានលុយក្នុងកប៉ៅមកកកោប៉ុន្តែយាយហ្នឹងស្ដាយរហូតតដល់ផ្សារឃើញនំគ្រក់គេមាននាងនំគ្រក់ហ្នឹងមួយចានហ្មងមួយចាន5000យាយនឹកឃើញក្នុងចិត្ត5000បើអញតែងកូនត្រីស្លោរួច3 4ពេលហើយអត់ហ៊ានស៊ីតែដល់មុខសួរឃើញនំបញ្ចុកគេលេតែមាត់មាននាងនំបញ្ចុកមួយចានហ្មង3500ដូចថ្លៃហើយអត់ស៊ីទៀតលេអត់រួចទេហ្នឹងហើយដល់ទៅពេលអាលុយចាយមិនរួចហើយហ្នឹងណាហ្នឹងកូនគេផ្ញើរបស់ពីស្រុកក្រៅមកស៊ីអកៅទៀតបាទស្រីបើនៅអូស្ត្រាលីនេះគេខំទិញអានំគេទៅចេញថ្មីណាអានំគេឆ្ងាញ់មានជាតិបឺអីគេទិញដាក់មកប្រអប់មកដាក់យន្តហោះមកជិះមកដល់ស្រុកខ្មែរគេលើកយកមកជូនមកឲ្យនំហ្នឹងគេទៅចេញឆ្ងាញ់ណាស់ម៉ែអូយមានជាតិបឺមានជាតិក្រែមអីប៉ៅណាម៉ែហូបមានកម្លាំងម៉ែនេះទទួលឲ្យពោឲ្យញឹមដាក់កូនលើកមកជាព្រាដាក់ចូលមកស្ដោះចោលព្រីតហើយកូនគេថាមិនម៉ែនំហ្នឹងមិនឆ្ងាញ់អីខ្ញុំខំទិញតាំងពីអូស្ត្រាលីណាម៉ែអត់ទេកូនណាហើយនំកូនឆ្ងាញ់ណាស់ប៉ុន្តែម៉ែឈឺមួយថ្ងៃមុនទៅពេទ្យហ្នឹងគេឲ្យតមផ្អែមទឹកនោមផ្អែមឥឡូវស៊ីមិនកើតទេកូនណាអានំដល់មាត់ស៊ីអត់កើតទៀតអាហ្នឹងគេហៅទៅធ្វើបោះវាស្ដាយដល់ចឹងដល់ពេលបានផលមកលេបអត់រួចទេហ្នឹងអញ្ចឹងកុំឲ្យយើងធ្វើបន់ឲ្យស្ដាយតែអាខ្លះកូនគេធ្វើមិនសិនជាឲ្យដេកសិនជាអត់កើតទៀតតមកអង្គុយបក់ផ្លាត់ពីអ្នកយាយតាទៅក្រោមហ្នឹងណាឲ្យទៅចូលមិនសិនជាក៏ហ្នឹង
ដេកពូគេដេកអត់កើតទេតោះដេកចានៀបបាត់ដេកកើតហ្នឹងហើយអញ្ចឹងណធ្វើបន់កុំឲ្យធ្វើបន់ស្ដាយធ្វើបន់ឲ្យកើតសេចក្តីជ្រះថ្លាចេញពីចិត្តកើតសេចក្តីជ្រះថ្លាចេញពីចិត្តទាំងអស់គ្នាចឹងអាបនហ្នឹងមិនមែននៅលាក់លុយច្រើនទេគឺនៅនឹងហត្ថយាគឺចិត្តយើងហ្នឹងវាមានសេចក្តីជ្រះថ្លាហើយនឹងមានការគោរពណាយាយអនុមោទនាបនហ្នឹងដល់យើងផ្ញើទៅបានគឺនៅត្រង់ស្វាមីបងហ្នឹងអនុមោទនាបត្តាមេតាបិតុបត្តាឬញាតិបត្តាហ្នឹងមានន័យថាអ្នកដែលស្លាប់ទៅជាញាតិរបស់យើងហ្នឹងជាប្តីក៏ដោយជាឪពុកក៏ដោយជាម្ដាយក៏ដោយគាត់ទទួលត្រេកអរផងហើយបើគាត់អត់ទទួលទេអាហ្នឹងបនហ្នឹងអត់បានទេផ្ញើមិនក៏មិនបានដែរប៉ុន្តែបននឹងអត់បាត់ទៅត្រឡប់មកខ្លួនយើងអ្នកធ្វើនឹងវិញអញ្ចឹងបនសម្រាប់ផលដល់អ្នកស្លាប់មិនសម្រាប់គឺនៅលើយើងធ្វើឲ្យត្រូវអង្គតក្កណានុបទានហ្នឹងសង្ឃមហេសុបតតិតាទាយិកានឹងអទិសេនៈមេតាបិតុបត្តាអ្នកដែលស្លាប់នឹងទទួលត្រេកអរដឹងលើទៅបនកុសលនឹងចម្រើនកើតមានដល់បុគ្គលដែលយើងបំរុងនឹងធ្វើអនុមោទនា